យើងទាំងពីរមិនមែនជីចោះទេហើយអ្វីបានជាកាត់កូនជីចោះឆាប់និយាយតើអ្នកលួចចិញ្ចឹមនាងជាប់ផ្សេងនៅខាងក្រៅមែនទេតើឲ្យខ្ញុំទទួលទោសជំនួសអ្នកឬអ្នកធ្វើឲ្យខ្ញុំពាក់ស្នែងហើយនៅហ៊ាននិយាយទៀតរឿងដែលផ្ទុយនឹងក្រមធម៌បែបនេះធ្វើឲ្យឪពុកខ្ញុំខឹងយ៉ាងខ្លាំងខំឲ្យខ្ញុំធ្វើតេស្តឈាមជាមួយចុកឈ្មោះទូទាំងត្រកូលពេញមួយឆ្នាំឈាមរបស់ខ្ញុំស្ទើរតែអស់ពីខ្លួនទើបអាចបញ្ជាក់ភាពស្អាតស្អំរបស់ម្ដាយបានប៉ុន្តែឋានៈរបស់ត្រកូលចុកអាស្រ័យលើពណ៌ឈាមក្នុងនាមជាព្រះរាជបុត្រច្បងនៃត្រកូលចុកខ្ញុំបែរជាចុះកម្រិតទាបបំផុតអាចធ្វើបានតែការងារទាបឲ្យគេមើលងាយរឿងនេះធ្វើឲ្យគ្រប់ត្រកូលចង់ដណ្ដើមបល្ល័ង្កអធិរាជបិសាច10ឆ្នាំក្រោយប្អូនប្រុសទី10បានកើតគេកើតមកមានរោមចុកពណ៌ក្រហមភ្លើងមានទេពកោសល្យខ្លាចជាចុកកន្ទុយ9ភ្លាមក៏ធ្វើឲ្យគ្រប់ត្រកូលគោរពកត់ខ្លាចហើយនៅថ្ងៃដែលទី10កើតនោះមហាបូជាចារ្យបានប្រកាសនៅចំពោះមុខរាជសភាទាំងមូលថាគេនឹងនាំត្រកូលចុកឲ្យរស់ឡើងវិញចុកគឺជាប្រផ្នូលអាក្រក់កើតមកនាំគ្រោះមហន្តរាយបើមិនសម្លាប់ឲ្យបានឆាប់ប្រកាសជាបំផ្លាញគ្រឹះត្រកូលជាចុកថ្ងៃនេះជាពិធីបំលែងរូបរបស់ទី10មាតាធិរាជកំពុងស្រឡាញ់ថ្នាក់ក្នុងរៀបចំឲ្យគេពេលឃើញខ្ញុំចូលមកទី10ញឹមខ្លាញ់ថាបងធំទីបំផុតបងក៏មកមហាបូជាចារ្យថាបងមានគ្រាប់ថ្មខាងក្នុងគ្រាប់ថ្មទឹកកកអាចកំបាំងអាចទប់ភ្លើងដកដៅបានល្មមអាចជួយទប់អំណាចរបស់ខ្ញុំបងធំស្រឡាញ់ខ្ញុំបំផុតប្រកាសជាមិនប្រកាន់ទេខ្ជិលឲ្យខ្ញុំប្រើផងគ្រាប់ថ្មទឹកកកអាចកំបាំងជាគ្រឹះនៃការហ្វឹកហាត់របស់ខ្ញុំបើដកចេញពីខ្លួនសូម្បីតែរស់ក៏ខ្លាចជាសេចក្តីសង្ឃឹមដល់ឆ្ងាយកូនឲ្យម្ដាយដឹងថាកូនរងទុក្ខឥឡូវត្រកូលចុកកំពុងជួបវិបត្តិទាំងក្នុងទាំងក្រៅហើយគឺជាក្តីសង្ឃឹមតែមួយគត់នៃការរស់ឡើងវិញម្ដាយសុំកូនប្រគល់គ្រាប់ថ្មឲ្យគេទៅមិនបានទេគ្រាប់ថ្មទឹកកកជាប្រភពជីវិតរបស់ខ្ញុំបើដកចេញគ្រាន់តែសារក៏បំផ្លាញគ្រឹះធ្ងន់ធ្ងរអាចបាត់បង់ជីវិតតើអ្នកពិតជាដើម្បីទំនីរបស់មហាបូជាចារ្យកាល10ឆ្នាំមុនបោះបង់ខ្ញុំមែនឬភ្នែកមាតាអធិរាជឡើងក្រហមតែមិនបានបដិសេធទី10បន្ទាបភ្នែកធ្វើជាគួរឲ្យអាណិតបងធំបើបងមិនព្រមខ្ញុំមិនបង្ខំទេតែបើការបំលែងរូបរបស់ខ្ញុំបរាជ័យការខិតខំរបស់ព្រះបតានិងមាតាអធិរាជទាំងអស់នឹងខ្ជិះខ្ជាយមាតាអធិរាជចាប់ដៃគេភ្លាមព្រះបតាអធិរាជមុខតឹងទី10អញនឹងមកបានហើយហើយគឺជាក្តីសង្ឃឹមរបស់ត្រកូលចុកក្នុងនាមជាបងប្រុសអ្នកគួរតែជួយគេទប់គ្រោះនេះខ្ញុំមិនហើយក៏បែកខ្លួនរត់តែមហាបូជាចារ្យគ្រាន់តែលើកកម្រាមដៃសម្ពាធដ៏គួរឲ្យភ័យខ្លាចដូចខ្ញុំធំសែនមិនមានសង្កត់ខ្ញុំឲ្យជាប់នៅនឹងកន្លែងទឹកភ្នែកមាតាអធិរាជហូរចុះភ្លាមកូនឲ្យម្ដាយសុំកូនជួយសង្គ្រោះប្អូនផងមហាបូជាចារ្យបានធានាហើយថាមិនអីទេខ្ញុំសើចចំអកដរាបណាខ្ញុំនៅសល់ដង្ហើមមួយមិនចាត់ទុកថាធ្វើបាបខ្ញុំមែនទេមហាបូជាចារ្យដាក់ចុះពីចិន្តាប៉ះចុងម្រាមដៃលើចិញ្ចើមខ្ញុំស្រាលគ្រាប់ថ្មទឹកកកដែលភ្ជាប់ជាមួយព្រលឹងខ្ញុំត្រូវបានទាញចេញពីសរសៃវិញ្ញាណដោយបង្ខំខ្ញុំជឿរហូតញ័រពេញខ្លួនមិនអាចបញ្ចេញសម្លេងសំបីតែបន្តិចគេអន់មកនិយាយស្រាវថាព្រះរាជបុត្រច្បងសូមគុំបន្ទោសខ្ញុំបើចង់បន្ទោសក៏បន្ទោសដែលអ្នកកើតមកមានពណ៌ខុសខ្ញុំដួលទន់លើដីទី10ប្រញាប់ទទួលគ្រាប់ថ្មភ្លាមពន្លឺត្រជាក់បានចូលរួមក្នុងចិញ្ចើមគេគ្រាប់ថ្មបានរួមជាមួយអំណាចភ្លើងក្រហមរបស់គេភ្លាមខ្លាចជាខែការពាររាងកាយទប់ស្កាត់អំណាចដែលគ្រប់គ្រងមិនបានយ៉ាងល្អឥតខ្ចោះគេញឹមដោយពេញចិត្តអំណាចទូទាំងខ្លួនកើនឡើងយ៉ាងខ្លាំងការបំលែងរូបបានជោគជ័យទាំងស្រុងអរគុណបងធំខ្ញុំនឹងប្រើវាដើម្បីខ្លាចជាចោកកន្ទុយ9ពិតប្រាកដទី10បែរទៅរកវេទិកាគណៈព្រះបតានិងមាតាអធិរាជសម្លឹងមើលគេក្នុងភ្នែកពោពេញដោយភាពស្កប់ស្កល់និងក្តីសង្ឃឹមដែលខ្ញុំមិនធ្លាប់ឃើញមហាបូជាចារ្យមើលមកខ្ញុំដែលដេកលើដីហើយចង្អុលម្រាមដៃទៅលើអាកាសបើដំណើរការវេទមន្តនៅក្រោមជើងព្រះអង្គម្ចាស់ព្រះរាជបុត្រច្បងមានធម្មពលច្របូកច្របល់នៅទីនេះនឹងរំខានដល់ពិធីបំលែងរូបរបស់ព្រះរាជបុត្រទី2សូមឲ្យខ្ញុំនាំគេទៅកន្លែងស្ងប់ស្ងាត់ដើម្បីព្យាបាលរបួសអារ៉េមិនចាប់ផ្ដើមដំណើរការយ៉ាងក្រឹកក្រែងឡើងដល់ខ្លាំងក្លាបានគូចខ្ញុំឡើងហើយបោះខ្ញុំចូលទៅក្នុងព្រៃបែកនៃលំហដ៏កម្រប៉ុន្តែទីនោះមិនមែនជាកន្លែងព្យាបាលរបួសទេនោះគឺជាអណ្ដូងស្លាប់នៅព្រៃជ្រៅគ្មានបាតខ្យល់ត្រជាក់អាក្រក់បក់ចេញពីមាត់អណ្ដូងមុនពេលធ្លាក់ចុះខ្ញុំបានងាកក្រោយជាលើកខ្ញុំក្រសែភ្នែករបស់ឪពុកម្ដាយនៅតែសម្លឹងទៅកាន់ស៊ីហាវលើអាសនៈបូជានៅវិនាទីដែលខ្ញុំធ្លាក់ចូលអណ្ដូងស្ងួតក្នុងត្រចៀកនៅសល់តែសម្លេងខ្យល់អាក្រក់បក់បក់ធម្មពលក្នុងខ្លួនរលាយអស់ខ្ញុំធ្លាក់បោកដល់បាត់អណ្ដូងយ៉ាងធ្ងន់ក្នុងភាពងឹតអត់ទីបញ្ចប់ភាពត្រជាក់ចាក់ឆ្អឹងជ្រាបចូលតាមរបួសរហូតដល់គូឆ្អឹងខ្ញុំគិតថាលើកនេះប្រកាសជាស្លាប់នៅពេលដង្ហើមជិតផុតចន្លោះចិញ្ចើមស្រាប់តែឈឺក្តៅខ្លាំងខ្ញុំបើកភ្នែកភ្លាមធម្មពលត្រជាក់ដែលអាចសម្លាប់សូម្បីតែអ្នកបួសធម្មតាបានយ៉ាងងាយបែរជាហូរចូលចន្លោះចិញ្ចើមដែលបាក់បែករបស់ខ្ញុំយ៉ាងឈួតសរសៃឈាមធម្មពលដែលដាច់បាក់ត្រូវបានភ្ជាប់ឡើងវិញគ្រឹះវិញ្ញាណដែលបែកបាក់ចាប់ផ្ដើមស្ដារឡើងវិញស្នាមក្រាដែលខ្វះខាតក៏ភ្លឺឡើងម្ដងទៀតតែមុនខ្ញុំអាចឈរឲ្យនឹងទន្លេក្រោមបាត់អណ្ដូងស្រាប់តែបោកបញ្ច្រាស់ចរន្តទឹកដ៏ខ្លាំងបានគួចខ្ញុំហូរទៅមុខមិនដឹងរស័ព្ទប៉ុន្មានម៉ោងនៅខាងមុខទីបំផុតមានពន្លឺតិចគឺពន្លឺថ្ងៃដែលចាំងចុះពីមាត់អណ្ដូងមួយទៀតភ្លាមនោះស្រមោលមួយបានគ្របលើមាត់អណ្ដូងសំឡេងខ្សែពូសូតបានបំបែកភាពស្ងប់ស្ងាត់ដំណក់ទឹកក្តៅមួយដំណក់បានធ្លាក់ចំស្នាមក្រាដែលបាក់បែកក្នុងខ្លួនខ្ញុំធ្វើឲ្យស្មារតីខ្ញុំភ្ញាក់ឡើងភ្លាមខ្ញុំងើបមកមើលក្នុងពន្លឺស្រទន់មាននារីវ័យប្រហែល18ឆ្នាំម្នាក់ឈរមុខរបស់នាងប្រឡាក់ធូលីកំពុងផ្អែកលើមាត់អណ្ដូងយំពេលឃើញខ្ញុំនាងឈប់យំភ្លាមហើយនិយាយថាអេមិនមានកូនឆ្កែមួយរបស់នេះខ្ញុំកន្ត្រាក់ក្នុងចិត្តជឿថានាងទេជាឆ្កែគ្រូសានាងទាំងមូលសុទ្ធតែឆ្កែតែបើកមាត់បានត្រឹមសំឡេងឧទិតលាវរូយានទាំងបន្តិចឯងរបួសមែនទេនាងសម្លឹងមើលខ្ញុំយូរមួយសន្ទុះក្នុងស្នាមទឹកភ្នែកដែលមិនទាន់ស្ងួតមានភាពអាណិតអាសូរហាក់ដូចជាមើលឃើញខ្លួនឯងតាមរយៈខ្ញុំជាមនុស្សម្នាក់ទៀតដែលត្រូវពិភពលោកបោះបង់មាត់អណ្ដូងនេះមិនខ្ពស់ទេនាងក៏លោតចុះមកក្បែរខ្ញុំដោយផ្ទាល់ខ្ញុំតានតឹងដោយស្វ័យប្រវត្តិបាជាពីមុននាងហ៊ានចូលចិត្តបែបនេះខ្ញុំអាចវានាងឲ្យហោះបានភ្លាមតែឥឡូវខ្ញុំកើតជាថ្មីក្នុងរឿងនេះសូម្បីតែលើកប្រញាំក៏ពិបាកអាចត្រឹមមើលនាងអង្គុយចុះក្បែរខ្ញុំអញក៏ត្រូវគេបោះចោលដែរមែនទេនាងជួបទឹកភ្នែកហើយនិយាយសម្លេងទៀតថាខ្ញុំក៏គ្មានផ្ទះដែរបើយើងទាំងពីរសុទ្ធតែធ្លាក់មកទីនេះអញ្ចឹងយើងនៅជាមួយគ្នាទៅដំបូងខ្ញុំចង់តបវិញតែឃើញទឹកភ្នែកនៅជ្រុងភ្នែកនាងខ្ញុំក៏ស្ងៀមនាងយកកន្សែងមួយចេញជូតដោយប្រុងប្រយ័ត្នសម្អាតភក់លើខ្លួនខ្ញុំថ្នមពេលកន្សែងប៉ះរបួសខ្ញុំជឿរហូតញ័រហើយយំធ្ងន់មួយសម្លេងនាងឈប់ដៃភ្លាមសុំទោសខ្ញុំនឹងធ្វើថ្នមជាងនេះខ្ញុំនៅស្ងៀមក្នុងចិត្តមានអារម្មណ៍ចម្លែកបន្ទាប់មកនាងសួរទៀតថាអញធ្លាក់មកទីនេះដោយរបៀបណាក៏គ្មានអ្នកណាចង់បានអញដែរមែនទេខ្ញុំបិទភ្នែកមិនមែនគ្មានអ្នកចង់បានទេគឺពួកគេមិនសមនឹងខ្ញុំប៉ុណ្ណោះលីវរូយានហាក់ដូចជាយល់ហើយភ្នែកកាន់តែទន់ភ្លន់មិនអីទេពីនេះទៅខ្ញុំចិញ្ចឹមឯងខ្ញុំសើចត្រជាក់ក្នុងចិត្តអ្នកណាចង់ឲ្យនាងចិញ្ចឹមបើមិនត្រូវគេរៀបចំល្បិចគុំថាតែអណ្ដូងបាក់នេះសំបីភូមិសិនជាងទាំងមូលក៏មិនអាចឃុំខ្ញុំបានតែនាងបានយកចេញពីទ្រូងនំប៉័ងខ្មៅស្ងួតកន្លះដុំបំបែកជាបំណែកតូចហើយលើកមកក្បែរមាត់ខ្ញុំថ្ងៃនេះខ្ញុំរកបានតែនេះទេគុំប្រកាន់អីណាញ៉ាំបន្តិចទៅរបួសឆាប់ជាខ្ញុំមិនបើកមាត់ភ្លាមទេសំឡេងនាងកាន់តែទាបឯងញ៉ាំមែនឬខ្ញុំមានតែនេះទេមើលទឹកមុខខ្មាស់អៀនរបស់នាង
ពេលដងខ្ញុំស្រាប់តែទាំងណែនខ្ញុំរស់នៅក្នុងកូនសម្ព័ន្ធចោះអស់ជាង10ឆ្នាំមិនដែលទទួលបានពាក្យស្រឡាញ់ពីឪពុកម្ដាយសំបីក៏មិនដែលទទួលបានក្តីអាណិតពីអ្នកក្នុងកូនសម្ព័ន្ធចុងក្រោយត្រូវលងនៅក្នុងអណ្ដូងស្ងួតនេះពីដៃរបស់នារីចម្លែកម្នាក់ខ្ញុំទើបទទួលបានភាពកក់ក្ដៅដំបូងដែលធ្វើឲ្យចង់រស់ខ្ញុំអន់ក្បាលលេបនំប៉័ងតិចនោះភ្នែករបស់លីវរូយៀនភ្លឺឡើងភ្លាមត្រូវហើយរស់ទើបមានក្តីសង្ឃឹមពីមុនខ្ញុំរស់ដើម្បីរងចាំឪពុកម្ដាយងាកមកមើលខ្ញុំម្ដងតែពួកគេបែរជាដកគ្រាប់ក្នុងខ្លួនខ្ញុំហើយទម្លាក់ខ្ញុំចូលអណ្ដូងស្ងួតកណ្ដាលព្រៃឥឡូវនេះខ្ញុំមិនដឹងថាគួររស់ដើម្បីអ្វីទៀតទេលីវរូយៀនអង្គុយអប់ជង្គង់នៅម្ខាងខ្ញុំឈ្មោះលីវរូយៀនខ្ញុំរស់នៅភូមិចិនខាងលើឪពុកម្ដាយខ្ញុំស្លាប់តាំងពីខ្ញុំនៅតូចរឿងអាក្រក់ក្នុងភូមិគេសុទ្ធតែទម្លាក់កំហុសលើខ្ញុំថ្ងៃនេះពួកគេបណ្ដេញខ្ញុំមករកទឹករកមិនឃើញមិនឲ្យត្រឡប់វិញទេនាងនិយាយយ៉ាងស្ងប់ស្ងាត់ដូចជាសាមនឹងវាហើយខ្ញុំសម្លឹងមើលនាងស្ងៀមទើបដឹងថាយើងមានវាសនាដូចគ្នាសុទ្ធតែគ្មានសាច់ញាតិការពារសុទ្ធតែជាតារាចម្រៃក្នុងភ្នែកអ្នកដទៃនាងលោកដៃចង់ប៉ះកន្ទុយខ្ញុំរឹងខ្លួនភ្លាមបន្លឺសំឡេងប្រមានទៀតមួយនាងក៏ដកដៃវិញភ្លាមល្អខ្ញុំមិនប៉ះកន្ទុយអ្នកទេខ្ញុំគ្មានសមត្ថភាពអ្វីទេតែបើខ្ញុំមានអ្វីញ៉ាំខ្ញុំនឹងចែកអ្នកកណ្ដាលបើអ្នកមិនប្រកាន់សូមទៅផ្ទះជាមួយខ្ញុំដើរតាមនារីមនុស្សធម្មតាម្នាក់ស្ដាប់ទៅគួរឲ្យអស់សំណើចណាស់តែខ្ញុំគ្មានកន្លែងទៅទៀតហើយខ្ញុំប្រើកម្លាំងចុងក្រោយទៅត្រដុសបាត់ដៃនាងខ្នងលីវរូយៀនញឹមភ្នែកកង់ដូចព្រះច័ន្ទអ្នកយកព្រំហើយនាងគិតបន្តិចរួចនិយាយទៀតថាអ្នកស្អាតណាស់មិនអាចហៅថាកូនឆ្កេះតែរហូតទេអូនឹកឃើញចឹងហើយអ្នកថាវ៉ាងឆៃខ្ញុំស្រែកភ្លាមខ្ញុំជាព្រះរាជបុត្រច្បងនៃកូនសម្ព័ន្ធចោះបាត់គ្រាប់ក្នុងខ្លួនហើយធ្លាក់ចូលអណ្ដូងស្ងួតឥឡូវស្ទើរតែខឹងរហូតដួលសន្លប់ដោយសារឈ្មោះនេះខ្ញុំប្រើកម្លាំងទាំងអស់ស្រែកដាក់នាងតែនាងស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយលោកដៃអង្អែលក្បាលខ្ញុំនិយាយថាស្រែកខ្លាំងម្ល៉េះច្បាស់ជាចូលចិត្តឈ្មោះនេះហើយកំហឹងពេញទ្រូងរបស់ខ្ញុំត្រូវរលាយដោយទឹកមុខស្មោះត្រង់របស់នាងអប់ខ្ញុំយ៉ាងប្រុងប្រយ័ត្នងើបមើលពន្លឺតូចនៅមាត់អណ្ដូងវ៉ាងឆៃយើងទៅផ្ទះខ្ញុំផ្អែកក្នុងទ្រូងនាងទីបំផុតមិនទៅវ៉ានឹងឈ្មោះអាក្រក់នោះទៀតលីវរូយៀនអប់ខ្ញុំត្រឡប់ទៅភូមិចិនហើយរស់នៅក្នុងខ្ទង់ដីដាច់ស្រយាលបំផុតជាភូមិតាមឡាយវិជីជំរកគោក្រោយគោងាប់ពីខ្លាចជាកន្លែងរស់នៅរបស់នាងទើបដល់មាត់ភូមិស្ត្រីជាច្រើនកាន់ធុងទេបានឡំពាត់នាងលីវរូយៀនអ្នកកំពុងអប់អ្វីហ្នឹងស្ត្រីម្នាក់មុខប្រញើនិយាយថាមនុស្សក្នុងភូមិស្ទើរតែស្លាប់ដោយសារខ្វះទឹកហើយអ្នកនៅមានចិត្តយកសត្វមកចិញ្ចឹមទៀតលីវរូយៀនអប់ខ្ញុំកាន់តែតឹងនាងនិយាយស្រាវថាវ៉ាងឆៃមិនធ្វើបាបអ្នកណាទេអ្នកដឹងបានយ៉ាងម៉េចថាវាមិនធ្វើបើវានាំគ្រោះមកភូមិវិញធ្វើម៉េចលីវរូយៀនខំបូមមាត់មិនតបគ្រាន់តែអប់ខ្ញុំដើរលឿនទៅមុខសំឡេងជាប្រមាថពីក្រោយកាន់តែអាក្រក់មិនចម្លែកទេដែលភូមិមិនធ្លាក់ភ្លៀងព្រោះផ្ទះតារាចម្រៃនេះហើយដេញទាំងមនុស្សទាំងឆ្កែចេញទៅភូមិស្ងប់សុខខ្ញុំដេកនៅក្នុងទ្រូងនាងមានអារម្មណ៍ថាដង្ហើមនាងរញ្ជួយមួយភ្លែតតែនាងគ្រាន់តែអន់មុខសឹកប្រាប់ខ្ញុំថាកុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាសវ៉ាងឆៃរបស់យើងមិនមែនជាតារាចម្រៃទេរីបានធ្លាក់ចុះនាងបំភ្លឺចង្កៀងប្រេងតូចដែលធម្មតាមិនហ៊ានប្រើក្រោមពន្លឺពណ៌លឿងស្រអាប់នាងដេកខោអាវដែលពោពេញដោយកន្លែងប៉ះហើយនិយាយមកខ្ញុំស្រាវវ៉ាងឆៃបើអ្នកអាចស្ដាប់យល់ក៏ល្អណាស់លើលោកនេះមានតែអ្នកទេដែលមិនស្អប់ខ្ញុំមិនវាខ្ញុំមិនជេរខ្ញុំចុងរៀនដៃនាងអង្អែលរំខ្ញុំថ្នមមេភូមិនិយាយថាបើមិនភ្លៀងទៀតអ្នកភូមិទាំងអស់នឹងស្លាប់ដោយសារខ្វះទឹកពួកគេទាំងអស់និយាយថាខ្ញុំនាំគ្រោះដល់ភូមិវ៉ាងឆៃបើថ្ងៃណាខ្ញុំស្លាប់អ្នកនឹងចងចាំខ្ញុំទេខ្ញុំមិនអាចនិយាយបានមានតែប្រសិទ្ធភាពឆ្លើយតបពេលយប់នាងញ័ររងាដោយសារត្រជាក់ខ្ញុំក៏បញ្ជាធម្មពលថ្មីក្នុងរាងកាយឲ្យរាងកាយក្តៅសន្ធឹកសន្ធាប់អប់ជាប់នឹងខ្លួនគាត់យ៉ាងណែនធ្វើជាចង្ក្រានកម្ដៅដែលមិនរលត់ជារៀងរហូតសម្រាប់គាត់ផ្ទះដីចាស់ទ្រុឌទ្រោមនេះជាលើកដំបូងមានភាពកក់ក្ដៅដូចផ្ទះគ្រោះរងស្ងួតនៅភូមិតកូឈិនកើតឡើងយ៉ាងចម្លែកតែ3ខែនៅសល់តែទន្លេទឹកខ្មៅដែលអាចដងទឹកបានប៉ុន្តែក្នុងទន្លេមានបិសាចមួយកាន់កាប់អ្នកភូមិអាចលួចទៅដងទឹកនៅច្រាំងរាក់បានតែពេលវាដេកប៉ុណ្ណោះទោះយ៉ាងណាក៏ដោយកម្ពស់ទឹកកាន់តែទាបរាល់ថ្ងៃសូម្បីតែច្រាំងរាក់ក៏រីងអស់ថ្ងៃនោះចិនអឺហ្គោនាំមនុស្ស2-3នាក់ទៅដងទឹកតែដល់យប់មានតែគាត់ម្នាក់ឯងវាត្រឡប់មកវិញអ្នកភូមិភ្លាមក៏ឡំពាត់គាត់អឺហ្គោចុះអ្នកផ្សេងទៀតវិញដងទឹកបានទេចិនអឺហ្គោដួលអង្គុយលើដីថ្មីញ័ររន្ធត់ទេវតាទន្លេបានបង្ហាញខ្លួនហើយមានគេស្ទុះទៅទាត់គាត់មួយជើងនោះមិនមែនទេវតាទន្លេទេតើពួកឯងទៅធ្វើអ្វីឲ្យវាខឹងចិនអឺហ្គោងើបក្បាលឡើងភ្លាមភ្នែកពោពេញដោយភាពភ័យខ្លាចវានិយាយភាសាមនុស្សបានវានិយាយថាយើងលួចផឹកទឹករបស់វាអស់3ខែហើយពេលនិយាយគាត់ស្រាប់តែលើកដៃឡើងទើបគ្រប់គ្នាបានឃើញនៅក្តៅគាត់មានស្នាមទឹកពណ៌ខ្មៅមួយជុំដូចជារួមមានជីវិតកំពុងជ្រៀតចូលសាច់បន្តិចម្ដងឈិនអឺហ្គោភ័យរហូតសំឡេងប្រែវាឲ្យខ្ញុំត្រឡប់មកប្រាប់សារថាមុនម៉ោង5ថ្ងៃស្អែកត្រូវបញ្ជូនមនុស្សរូបម្នាក់ទៅកណ្ដាលទន្លេបំណុលបើមិនដូច្នោះទន្លេទឹកខ្មៅនឹងមិនឲ្យយើងសំបីតែមួយដំណក់ទឹកទៀតជីវិតខ្ញុំក៏នឹងបាត់មុនគេមនុស្សទាំងអស់ស្ងាត់ជ្រុងភ្លាមមេភូមិទឹកមុខស្លេកស្លាំងត្រូវបញ្ជូនអ្នកណាឈិនអឺហ្គោមិនឆ្លើយភ្លាមទេមានគេសួរថាវាបាននិយាយឈ្មោះអ្នកណាដែរឬទេបបោមាត់ឈិនអឺហ្គោញ័រតិចវានិយាយតែថាត្រូវការមនុស្សរូបម្នាក់ពេលពាក្យនេះធ្លាក់ចុះគ្រប់គ្នាស្ងៀមស្ងាត់ក្រសែភ្នែកឈិនអឺហ្គោរំកិលពេញហ្វូងមនុស្សដូចជាកំពុងស្វែងរកអ្នកជំនួសឲ្យគាត់រស់ចុងក្រោយគាត់បានឃើញលីវរូយៀនឈរនៅជីហ្វូងមនុស្សលីវរូយៀនអត់កញ្ចប់ក្រណាត់មួយទឹកមុខប្រែប្រួលបន្តិចឈិនអឺហ្គោដូចជាចាប់បានចម្បាំងសង្គ្រោះជីវិតស្រែកហើយចង្អុលទៅនាងបញ្ជូននាងទៅក្រសែភ្នែករបស់មនុស្សទាំងអស់ធ្លាក់លើលីវរូយៀនភ្លាមទឹកមុខលីវរូយៀនស្លេកស្លាំងហេតុអ្វីត្រូវជាខ្ញុំឈិនអឺហ្គោស្រែកថាអ្នកនៅសួរទៀតឬតាំងពីអ្នករើសរបស់សត្វពណ៌ស្នូកមកចិញ្ចឹមភូមិក៏រាំងស្ងួតកាន់តែខ្លាំងរាល់ថ្ងៃពីមុនអណ្ដូងនៅមានទឹកឥឡូវសំបីតែភូមិក៏ស្ងួតអស់អ្នកណាដឹងថាមិនមែនវានាំគ្រោះមកលីវរូយៀនអត់កញ្ចប់ក្រណាត់និយាយដោយសំឡេងទៀតថាវ៉ាងឆៃមិនដែលធ្វើបាបអ្នកណាទេឈិនអឺហ្គោសើចត្រជាក់អ្នកថាមិនធ្វើបាបគឺមិនធ្វើបាបឬអ្នកផ្សេងសុទ្ធតែមានឪពុកម្ដាយបងប្អូនមានតែអ្នកម្នាក់ឯងតើចង់ឲ្យអ្នកភូមិទាំងមូលស្លាប់ដោយស្រេកទឹកជាមួយអ្នកឬហ្វូងមនុស្សស្ងាត់សូន្យអ្នកខ្លះហឹងក្បាលអ្នកខ្លះមិនហ៊ានមើលនាងលីវរូយៀនមើលទៅមេភូមិតើលោកក៏គិតថាជាខ្ញុំដែរឬបបោមាត់មេភូមិរើបន្តិចតែមិនអាចនិយាយចេញក្រោយពេលយូរទើបគាត់និយាយដោយសំឡេងស្អប់រូយៀនមិនមែនខ្ញុំចិត្តដាច់ទេទន្លេទឹកខ្មៅមិនអាចដាច់ទឹកបានទេទឹកដែលនៅសល់ក្នុងភូមិពិតជាមិនច្រើនទេបើអ្នកមិនទៅចាប់ពីថ្ងៃស្អែកទឹកបន្តិចបន្តួចចុងក្រោយក៏ប្រហែលមិនអាចចែកឲ្យអ្នកបានទៀតម្រាមដៃរបស់លីវរូយៀនញ័រតិចតែឈិនអឺហ្គោនៅតែមិនព្រមឈប់គាត់សម្លឹងទៅកញ្ចប់ក្រណាត់ក្នុងដៃនាងខំធ្មេញនិយាយថាបើនាងមិនទៅក៏បានអញ្ចឹងយករបស់ពណ៌ស្នេះទៅក៏បានបើវាជាអ្នកនាំគ្រោះមកយកវាទៅបំបត្តិកំហឹងរបស់ទេវតាទន្លេក៏ដូចគ្នាលីវរូយៀនថយក្រោយមួយជំហានភ្លាមគ្មានអ្នកណាអាចប៉ះវាបានទេឈិនអឺហ្គោចំអោននាងហើយស្រែកអញ្ចឹងអ្នកអប់វាទៅដោយខ្លួនឯងស្លាប់តែអ្នកម្នាក់វាឲ្យអ្នកភូមិទាំងមូលស្លាប់អ្នកជ្រើសរើសទៅជុំវិញនៅតែគ្មានអ្នកណានិយាយក្មេងពីរបីអ្នកលាក់ខ្លួនក្រោយមនុស្សធំបបោមាត់ស្ងួតបែកស្រកាសម្លឹងទៅធុងទឹកនៅមាត់ភូមិដែលចិត្តរៀងអស់
លីវរូយៀនសម្លឹងមើលមនុស្សទាំងនោះភ្លាមនោះគាត់ក៏យល់ថាពួកគេមិនមែនមិនដឹងថាគាត់ត្រូវគេបង្ខូចទេពួកគេគ្រាន់តែត្រូវការមនុស្សម្នាក់សម្រាប់យកទៅបូជាប៉ុណ្ណោះបន្ទាប់ពីស្ងៀមយូរគាត់ក៏ទម្លាក់ក្បាលមើលខ្ញុំនៅក្នុងអោបហើយមកក្បាលស្រាវថាខ្ញុំទៅព្រឹកថ្ងៃបន្ទាប់លីវរូយៀនត្រូវបាននាំទៅកាន់មាត់ទន្លេខ្មៅនិយាយថាត្រូវបាននាំតែការពិតគ្មាននរណាហ៊ានប៉ះគាត់ឡើយគាត់ដើរនាំមុខដោយខ្លួនឯងអ្នកភូមិដើរតាមពីក្រោយឆ្ងាយលាក់ខ្លួននៅចម្ងាយរាប់សិបចាងគ្មាននរណាហ៊ានចូលជិតឡើយនៅកណ្ដាលទន្លេក្បែរទឹកខ្មៅមានក្បូនឫស្សីចាស់មួយចតនៅទីនោះដូចជាវាលាក់ខ្លួននៅទីនោះជាយូរមកហើយឆេនអេរហ្គោលាក់ខ្លួនក្រោយហ្វូងមនុស្សហើយស្រែកថាឲ្យឯងចែកឆ្លងទៅដោយខ្លួនឯងដល់កណ្ដាលទន្លេវានឹងចេញមកដោយខ្លួនឯងលីវរូយៀនសម្លឹងទៅផ្ទៃទឹកខ្មៅដ៏ស្ងប់ស្ងាត់នោះឈោមិនកម្រើកខ្ញុំលូកក្បាលចេញពីកាបូបសម្លឹងទៅកណ្ដាលទន្លេយ៉ាងមុតមមក្រោមទឹកមានអ្វីមួយកំពុងហែយយឺតលីវរូយៀននិយាយប្រាប់ឡើងឆាយដោយសម្លេងទាបបន្តិចទៀតកុំខ្វល់ពីខ្ញុំរត់ឡើងគប់ទៅខ្ញុំមិនកម្រើកសោះភ្នែកគាត់ក្រហមបន្តិចតែគាត់នៅតែបង្ខំញញថាស្ដាប់បង្គាប់និយាយចប់គាត់អោបកាបូបជាប់ទ្រូងហើយឡើងលើក្បូនឫស្សីរំកិលយឺតទៅកណ្ដាលទន្លេភ្លាមនោះផ្ទៃទឹកក៏កាត់រលកមួយជុំទឹកខ្មៅពុះកញ្ជ្រោលអ្នកភូមិនៅលើច្រាំងភ័យរត់ថយក្រោយឆេនអេរហ្គោស្រែកខ្លាំងថាព្រះទន្លេម្ចាស់ឲ្យមនុស្សដែលលោកចង់បានយើងបាននាំមកហើយគេមកដោយខ្លួនឯងសូមកុំខឹងពួកយើងឡើយកុំលិចទឹកភូមិយើងទៀតអីពាក្យនេះទើបតែធ្លាក់ចុះមុខលីវរូយៀនស្លេកស្លាំងខ្ញុំលូកក្បាលចេញពីកាបូបសម្លឹងទៅផ្ទៃទឹកជ្រៅដែលមើលមិនឃើញបាត់ភ្លាមនោះក្រោមទឹកលាន់រសូរសន្ធឹកមួយក្បូនឫស្សីត្រូវរលកយ៉ាប់បបលើកឡើងលីវរូយៀនបាត់លំនឹងស្ទើរតែធ្លាក់ចូលទឹកទឹកខ្មៅផ្ទុះឡើងយ៉ាងខ្លាំងអារៈអាក្រក់ដ៏ធំមួយលោតចេញពីបាតទន្លេក្បូនឫស្សីបែកជាបំណែកភ្លាមលីវរូយៀនធ្លាក់ចូលទឹកទន្លេដ៏ត្រជាក់ឆ្អឹងគាត់ស្លាក់រហូតមកខៀវតែភ្លាមនៅពេលខ្លួនចាប់ផ្ដើមលេចគាត់ប្រឹងអស់ពីកម្លាំងលើកាបូបដែលដាក់ខ្ញុំឲ្យផុតពីទឹកហើយបោះទៅរកច្រាំងយ៉ាងខ្លាំងខ្ញុំខំដៃឲ្យគាត់មិនព្រមលេងលីវរូយៀនប្រញាប់រហូតទឹកភ្នែកហូរស្រមោលអរិយធំសង្កត់ចុះមកអ្នកភូមិនៅលើច្រាំងសុទ្ធតែរត់ថយក្រោយឆេនអេរហ្គោស្រែកខ្លាំងបំផុតថយទៅលឿនកុំឲ្យវាទាញចូលទឹកលីវរូយៀនមើលទៅច្រាំងគ្មាននរណាមកជួយគាត់ទេការមើលនោះសោកណាស់ដូចជាគាត់ឈប់សង្ឃឹមលើអ្នកណាទៀតហើយបន្ទាប់មកគាត់ប្រឹងអស់កម្លាំងរុញខ្ញុំទៅរកច្រាំងវាងឆាយកុំខ្វល់ពីខ្ញុំពេលនោះស្នាមបោះត្រានៅក្នុងបេះដូងខ្ញុំក្តៅក្រហាយភ្លាមបន្ទាប់មកជាកំហឹងដែលមិនធ្លាប់មានទាំងដែលខ្លួនឯងក៏ត្រូវមនុស្សគ្រប់គ្នាបោះបង់ចោលតែគាត់នៅតែចង់ឲ្យខ្ញុំរស់តែហេតុអ្វីពួកគេត្រូវធ្វើបែបនេះដាក់គាត់ហើយហេតុអ្វីត្រូវធ្វើបែបនេះដាក់ខ្ញុំខណៈដែលមាត់អរិយធំខំចុះមកខ្ញុំក៏លោតចេញពីទឹកអណ្ដាតភ្លើងខ្មៅជាច្រើនផ្ទុះឡើងទឹកទន្លេត្រូវអណ្ដាតភ្លើងបង្ខំឲ្យបែកទៅសងខាងរាងកាយរបស់ខ្ញុំធំឡើងក្នុងអណ្ដាតភ្លើងកន្ទុយកញ្ជ្រោងបើកពេញភ្លាមលើផ្ទៃទឹកប្រែជាស្ភ្លឺស្រស់ស្រមោលកញ្ជ្រោងភ្លឺស្មួយរំលេចឡើងច្រាំងស្ងាត់ជ្រងមានអ្នកស្រែកថានោះមិនមែនជាឆ្កែដែលលីវរូយៀនរើសមកទេហេតុអ្វីវាធំម្ល៉េះមនុស្សក្បែរនោះលេបទឹកមាត់ខ្លាំងនោះមិនមែនជាឆ្កែទេនោះជាកញ្ជ្រោងច្បាស់ខ្ញុំប្រើកន្ទុយរំលីវរូយៀនហើយបញ្ជូនគាត់ទៅដល់ច្រាំងខ្លួនគាត់ជោគទឹកទាំងស្រុងសម្លឹងទៅកណ្ដាលទន្លេមិនព្រេចខ្ញុំដឹងថាគាត់កំពុងគិតអ្វីទីបំផុតគាត់បានដឹងហើយសម្លេងរបស់ខ្ញុំលាន់ចូលក្នុងចិត្តគាត់គំរត់លើកនេះដល់វិញខ្ញុំការពីអ្នកវិញពាក្យនោះទើបតែបញ្ចប់ទន្លេខ្មៅក៏ក្រាបជារយៈអារៈអាក្រក់បង្វិលខ្លួនដល់ធំក្នុងទឹកភ្នែកក្រហមឈាមសម្លឹងមកខ្ញុំយ៉ាងមុតមមហើយបាត់មាត់វាប្រហារម្ដងទៀតវាមិនដូចបិសាចដែលមានស្មារតីទៀតទេវាដូចជាសត្វសាហាវដែលត្រូវអ្នកណាម្នាក់បញ្ជាអារៈពេញខ្លួនរបស់វាកំពុងបោកបក់បញ្ចូលរាងកាយបិសាចពោពេញដោយខ្មៅគួរឲ្យស្លេកឆ្លងអ្នកភូមិនៅមាត់ទឹកភ័យរន្ធត់ដល់ថយជាបន្តអណ្ដាតភ្លើងខ្មៅងឹតឆេះឡើងពីផ្ទៃទឹកទឹកត្រូវបានបង្ខំឲ្យបែកទៅសងខាងខ្ញុំសម្លឹងមើលបិសាចសម្លេងត្រជាក់ដូចទឹកកកអ្នកធ្វើឲ្យពួកគេភ័យអស់រយៈពេលយូរហើយឥឡូវដល់វិញអ្នកត្រូវភ័យវិញហើយភ្លាមដែលបិសាចស្ទុះមកដល់មុខកន្ទុយកញ្ជ្រោងនៅពីក្រោយជ្រុងវាយ៉ាងខ្លាំងភ្លើងខ្មៅប្រែក្លាយជាច្រវាក់ផ្ទុះចេញពីក្រោមទឹករំចុះមាត់នឹងអវយវៈទាំង4របស់វាភ្លាមបិសាចខំរើបម្រាយយ៉ាងឈួតទឹកទន្លេក្រឡុកឡើងជារលកខ្ពស់ដូចជាជាងតែច្រវាក់នោះរឹតតែរឹតជាប់ភ្លើងខ្មៅឆេះចូលតាមស្រកេរបស់វាបង្ខំកំទេចខំពោបិសាចដ៏សាហាវលើខ្លួនវាបែកតិចម្ដងបន្តិចបិសាចបញ្ចេញសម្លេងក្រហមទាបមួយបន្ទាប់មករៀងដ៏ធំរបស់វាធ្លាក់ចូលទន្លេវិញយ៉ាងធ្ងន់ទឹកខ្មៅក្រឡុកមួយសន្ទុះរួចក៏ស្ងប់វិញគ្មានអ្នកណាហ៊ាននិយាយមួយម៉ាត់ឈិនអឺហ្គៅអង្គុយដួលលើដេញញោពេញខ្លួនមិនយូរប៉ុន្មានគ្រាប់នេតបិសាចពណ៌ងឹតមួយអណ្តែតឡើងពីទឹកខ្ញុំឈរលើធំខ្មៅកណ្ដាលទឹកសម្លឹងមើលវាគ្រាប់នេតនេះមិនប្រក្រតីទេលើផ្ទៃមានខ្សែខ្មៅស្រាលរំពាត់ដូចជាត្រូវអ្វីមួយជ្រៀតចូលខ្ញុំទើបនឹងលើកដៃបំផ្លាញវាស្នាមនៅចំកណ្ដាលចិញ្ចាំស្រាប់តែឈឺចាប់ខ្លាំងអសរគិថាបានលេចឡើងលើផ្ទៃគ្រាប់នេតខ្ញុំមិនស្គាល់គិថានោះទេតែខ្ញុំចាំក្លិនអំណាចនោះបានវាដូចពេលដែលគេដកនេតខាងក្នុងរបស់ខ្ញុំអំណាចអាក្រក់ក្នុងគម្ពីរពិធីរបស់មហាបូជាចារដូចគ្នាបែបនេះខ្ញុំងឹតចុះខ្ញុំប្រញាប់ទុកគ្រាប់នេតទៅបិសាចតែព្រាមនោះអំណាចជីវិតក្នុងខ្លួនបញ្ជូរយ៉ាងខ្លាំងអាការតបស្នងបានមកកម្លាំងដែលទើបបង្ខំប្រើស្រកបាត់ដូចជាទឹកចំនួន10ថយខ្ញុំមិនទាន់សំបីតែទុកខ្លួនបានក៏ប្រែក្លាយជាខ្លះតូចពណ៌ដ៏ស្ពមមួយវិញថ្មខ្មៅកណ្ដាលទឹកក៏អើខ្លាំងប្រញាំខ្ញុំញ័របន្តិចរាងកាយក៏ធ្លាក់ចុះត្រង់អត់ទេសម្លេងរបស់លីវរូយៀនផ្ទុះឡើងពីមាត់ទឹកទឹកខ្មៅត្រជាក់បានលេបខ្ញុំភ្លាមខ្ញុំចង់រើតែជើងទាំង4ដូចជាកប់ជាប់គ្មានកម្លាំងសោះពេលកំពុងលេចចុះខ្ញុំឃើញលីវរូយៀនក៏ហើយរត់ពីមាត់ទឹកមកទើបតែត្រូវគេសង្គ្រោះឡើងបានតែពេលឃើញខ្ញុំធ្លាក់ទឹកគេមិនស្ទាក់ស្ទើរបន្តិចក៏លោតចូលទឹកខ្មៅម្ដងទៀតមានអ្នកស្រែកថាកុំទៅក្នុងទឹកនៅមានអំណាចពិសេសឈិនអឺហ្គៅស្រែកទៀតថាគ្រាន់តែជាសត្វមួយប៉ុណ្ណោះគេធ្វើដល់ថ្នាក់នេះធ្វើអីលីវរូយៀនហាក់ដូចមិននឿអ្វីទាំងអស់គេគ្រាន់តែប្រឹងហែររកខ្ញុំទឹកត្រជាក់ខ្លាំងរលកនៅមិនទាន់ស្ងប់ទេគេក៏អប់រំលងទឹកមួយដងតែនៅតែលូកដៃរកបន្តទីបំផុតគេចាប់ខ្ញុំបានគេអោបខ្ញុំជាប់ក្នុងទ្រូងយ៉ាងណែនមិនអីទេវាងឆាយខ្ញុំនាំឯងឡើងទៅខ្យល់ត្រជាក់ពីខ្លួនខ្ញុំនៅតែហូរចេញតែដែលលីវរូយៀនអោបខ្ញុំចាប់ដើមកកគេញ័រដោយសារត្រជាក់តែមិនព្រមលេងខ្ញុំទេអ្នកភូមិនៅលើច្រាំងចាប់ដើមភ័យស្រែកថាគេមិនអាចទ្រាំបានហើយយកខ្សែមកលឿនយកខ្សែមកឈិនអឺហ្គៅនៅតែទាញជើងស្រែកថាអ្នកណាហ៊ានចុះទៅកញ្ជ្រោងនោះពេញទៅដោយឈាមបរោះវ័យកណ្ដាលម្នាក់ស្រែកតបវិញថាបិទមាត់ទៅឈិនអឺហ្គៅស្រឡាំងកាំងបរោះនោះចង្អុលទៅទន្លេខ្មៅដែលស្ងប់ហើយភ្នែកក្រហមពោពេញដោយទឹកភ្នែកបិសាចស្លាប់ហើយអ្នកណាជាអ្នកសង្គ្រោះពួកយើងអ្នកមើលមិនឃើញទេបរោះម្នាក់ទៀតក៏និយាយឡើងរូយៀនធ្លាប់យកឆ្នាំទៅឲ្យម្ដាយខ្ញុំបើយើងនៅតែឈរមើលគេលេបទឹកយើងនៅជាមនុស្សទៀតឬពាក្យនេះទើបតែចប់ទីបំផុតមានមនុស្សចាប់ដើមធ្វើសកម្មភាពលឿនយកដំបងឈើមកអ្នកចេះហែលទឹកចុះទៅជួយមនុស្សជាច្រើនរត់ទៅមាត់ទឹកមានអ្នកបោះខ្សែគ្រាប់ចូលទឹកមានអ្នកហុចដំបងឈើទៅលីវរូយៀនអោបខ្ញុំដោយដៃម្ខាងទៀតស្ទើរតែលើកមិនរួច
គេខំថ្មីចាប់ដំបងឈើយ៉ាងតឹងអ្នកនៅលើច្រាំងទីងឡើងដោយកម្លាំងរួមទីបំផុតគេត្រូវបានអូសឡើងមកលើច្រាំងលាវរូយៀនលុតជង្គង់លើដីភក់ដកដង្ហើមធំរាងកាយរបស់នាងញ័រទាំងខ្លួនតែរឿងដំបូងដែលនាងធ្វើគឺអន់មកមើលខ្ញុំវាងឆៃបាន5រៀមដៃដល់ត្រចៀករបស់នាងប៉ះត្រចៀកខ្ញុំថ្នមវាងឆៃភ្ញាក់ឡើងខ្ញុំស្ថិតក្នុងទ្រូងរបស់នាងរាងកាយត្រជាក់ដូចគ្មានជីវិតធម្មពលត្រជាក់នៃពិភពអន្តការហូរចេញមកបញ្ឈប់ទឹកពុះលើដីឆាប់កកជាស្រទាប់ទឹកកកអ្នកភូមិដែលនៅក្បែរភ័យរហូតដល់ថយក្រោយចិនអេហ្គលស្រែកភ្លាមថាឃើញទេរបស់នេះជាគ្រោះមហន្តរាយប្រញាប់យកទៅបោះឲ្យឆ្ងាយបើមិនដូច្នោះទេពួកយើងក៏នឹងត្រូវវាសម្លាប់ដែរលាវរូយៀនអបខ្ញុំកាន់តែណែនទោះនាងសោយរហូតស្ទើរអង្គុយមិនជាប់ក៏ដោយនាងនៅតែលើកក្បាលនិយាយទៅកាន់អ្នកទាំងអស់គ្នាកុំប៉ះគេសំឡេងរបស់នាងស្រាលណាស់តែពោពេញដោយភាពមុតមមចិនអេហ្គលចង់និយាយបន្តប៉ុន្តែបុរសវ័យកណ្ដាលម្នាក់បានឈររារាំងនៅមុខគាត់ចិនអេហ្គលខំថ្មីនិយាយពួកឯងពិតជាចង់ការពារអារបុរសវ័យកណ្ដាលមើលមកគាត់បើគ្មានវាអារអាក្រក់នៅតែស្ថិតក្នុងទន្លេពាក្យមួយម៉ាត់នោះធ្វើឲ្យចិនអេហ្គលស្ងាត់មាត់អ្នកភូមិចាស់ស្ងៀមមួយសន្ទុះទីបំផុតក៏ដកដង្ហើមធំខាងក្រោយភ្នំមានខ្ទមចាស់មួយទូចាស់បន្តិចក៏ដោយតែមានក្រេដីនឹងអស់គាត់មើលទៅខ្ញុំក្នុងដៃលាវរូយៀនរួចមើលមុខដ៏ស្លេកស្លាំងរបស់នាងនាំពួកគេទៅទីនោះសិនមានអ្នកនិយាយគាំទ្រតិចត្រូវហើយជួយសង្គ្រោះពួកគេសិនសំឡេងលាវរូយៀនស្អប់រហូតស្ទើរមនុស្សអ្នកភូមិជួយទ្រនាងដើរទៅក្រោយភ្នំចិនអេហ្គលឈរនៅទីនោះទឹកមុខអាក្រក់តែមិនហ៊ានមករំខានទៀតខ្ញុំស្ថិតក្នុងទ្រូងលាវរូយៀនស្មារតីស្រពេកស្រពេលតែរបស់នាងសង្កត់លើក្នុងខ្ញុំជានិច្ចទោះខ្លួនឯងក៏ញ័រព្រោះត្រជាក់ក៏នៅតែខ្សឹបហើយខ្ញុំម្ដងហើយម្ដងទៀតវាងឆៃកុំដេកយើងចិត្តដល់ហើយអ្នកភូមិបានជួយដុតភ្លើងទុកទឹកក្តៅមួយឆ្នាំងរួចក៏ចេញទៅក្រៅទ្វារបិទភ្លាមលាវរូយៀនដាក់ខ្ញុំលើកន្ទេលស្មៅចង់ជូតទឹកលើខ្លួនខ្ញុំប៉ុន្តែដៃនាងទៅតែប៉ះខ្ញុំក៏ញ័រដោយសារខ្យល់ត្រជាក់វាងឆៃសំឡេងនាងភ័យភ្លាមខ្ញុំនៅតែមិនអាចបើកភ្នែកបានខ្សែឈាមជីវិតជីវយូរក្នុងខ្លួនបាត់បង់ការគ្រប់គ្រងទាំងស្រុងធម្មពលត្រជាក់បន្តហូរចេញអណ្ដាតភ្លើងក្នុងចង្ក្រានកាន់តែតូចសូម្បីតែវាំងនឹងក៏កកជាស្រទាប់ទឹកកកលាវរូយៀនខំថ្មិញចង់ចូលមកជិតទៀតខ្ញុំប្រឹងលើកក្រញាំរុញដៃនាងចេញខ្នងតែភ្លាមនោះធម្មពលត្រជាក់ផ្ទុះឡើងភ្លើងរលត់ទាំងស្រុងនាងត្រូវបង្ខំឲ្យដកថយក្រោយក្នុងដៃកោះនឹងជ្រុងតូបបន្សល់ស្នាមក្រហមស្រាលមួយភ្នែកខ្ញុំភ្លឺក្រហមមួយផ្លែកខ្ញុំគ្រោះវិក្បាលប្រាប់ថាកុំចូលមកជិតខ្ញុំនឹងធ្វើឲ្យអ្នករបួសលាវរូយៀនយកភ្លាមភ្នែកនាងក្រហមផ្លែកវាងឆៃឯងខ្លាចធ្វើឲ្យខ្ញុំរបួសមែនទេខ្ញុំបន្លឺសំឡេងធ្ងន់តិចស្មារតីច្របូកច្របល់បញ្ជូនគំនិតចូលក្នុងខួរក្បាលនាងចេញទៅវានឹងធ្វើឲ្យអ្នករបួសនេះជាលើកដំបូងតែនាងឮសំឡេងរបស់ខ្ញុំនាងភ្ញាក់ផ្អើលបន្តិចតែមិនភ័យខ្លាចផ្ទុយទៅវិញនាងដើរមករកខ្ញុំម្ដងមួយជំហានខ្យល់ត្រជាក់ធ្វើឲ្យមុខនាងសកាន់តែស្លេកតែនាងនៅតែអង្គុយចុះហើយអបខ្ញុំចូលក្នុងទ្រូងខ្ញុំក៏ស៊ូចង់ដកចេញតែនាងអបកាន់តែណែនពន្លឺក្រហមក្នុងភ្នែកខ្ញុំកាន់តែខ្លាំងស្មារតីស្ទើរបាត់បង់ការគ្រប់គ្រងខ្ញុំទៅលាវរូយៀនញ័រពេញខ្លួនដោយសារតែនាងនៅតែលួងលោមខ្ញុំក្នុងកុំខ្លាចខ្ញុំនៅទីនេះធម្មពលត្រជាក់ដែលវឹកវរទីបំផុតក៏ស្ងប់បន្តិចម្ដងខ្ញុំក៏ក្បាលចូលក្នុងទ្រូងនាងពន្លឺសំឡេងធ្ងន់ស្រាលមួយនាងអន់មើលខ្ញុំញឹមទាំងលំបាកបន្តិចមិនអីទេខ្ញុំមិនទៅណាទេខ្ញុំដេកសន្លប់ក្នុងទ្រូងលាវរូយៀនអស់3ថ្ងៃពេលភ្ញាក់ឡើងវិញឃើញតែនាងផ្អែកជញ្ជាំងដេកលក់ដៃនៅតែអបការពារខ្ញុំយ៉ាងណែនដូចជាខ្លាចខ្ញុំរងាឬខ្លាចខ្ញុំបាត់ទៅខ្ញុំគ្រាន់តែរើខ្លួនបន្តិចគាត់ក៏ភ្ញាក់ឡើងភ្លាមវាងឆៃគាត់អន់មើលខ្ញុំភ្នែករបស់គាត់ភ្លឺឡើងភ្លាមអ្នកភ្ញាក់ហើយខ្ញុំបែរមុខចេញហើយស្រែកជីកម្ដងតែគាត់ដូចជាទទួលបានដំណឹងល្អបំផុតក៏លើកខ្ញុំឡើងថ្នមល្អណាស់ខ្ញុំមិនបានបាត់បង់អ្នកទេប៉ុន្មានថ្ងៃនេះគាត់តែមើលថែខ្ញុំទាំងដែលខ្លួនគាត់នៅខ្សោយតែរាល់ថ្ងៃមុនភ្លឺគាត់ទៅរើអស់នឹងបេះបន្លែព្រៃត្រឡប់មកវិញក៏ដាំស៊ុបក្តៅឲ្យខ្ញុំមុនគេបើខ្ញុំមិនញ៉ាំគាត់ក៏អង្គុយចុះមុខខ្ញុំលុងវាងឆៃអ្នកត្រូវឆាប់ជាសះស្បើយណាពេលអ្នកជាហើយខ្ញុំនឹងនាំអ្នកទៅមើលគុំនៅទីប្រជុំជនប៉ុន្មានថ្ងៃទៀតគឺបុណ្យសាងយានហើយភ្នែកគាត់ភ្លឺឡើងបន្តិចនៅទីប្រជុំជននឹងមានគុំជាច្រើនពេលគាត់និយាយពាក្យនេះការរំពឹងទុកក្នុងភ្នែកគាត់ស្អាតបរិសុទ្ធណាស់ដូច្នេះនៅថ្ងៃបុណ្យសាងយានលាវរូយៀនបានអបខ្ញុំចុះពីភ្នំគាត់រុំខ្ញុំក្នុងដៃខ្លាចខ្យល់ភ្នំបក់ត្រូវខ្ញុំទុកឲ្យឃើញតែក្បាលខ្ញុំប៉ុណ្ណោះតាមធម្មតាខ្ញុំមិនចូលចិត្តឲ្យគេអបបែបនេះទេតែបាត់ដៃគាត់កក់ក្ដៅណាស់ពេលដើរដល់មាត់ភូមិអ្នកភូមិប៉ុន្មានអ្នកដែលកំពុងជួសជុលប្រឡាយទឹកបានឃើញគាត់ពួកគេស្ងៀមមួយផ្លែកបន្ទាប់មកមានម្នាក់ដាក់ចប់ចុះហើយស្រែកហៅថាកញ្ញារូយៀននេះចង់ទៅទីប្រជុំជនមែនទេលាវរូយៀនជប់គាត់ដូចជានៅមិនទាន់សាមតែមានអ្នកនិយាយល្អជាមួយគាត់បែបនេះស្ងៀមមួយសន្ទុះទើបគាត់មកក្បាលស្រាលអ្នកភូមិនោះត្រដុសដៃទឹកមុខមើលទៅអ៊ីនបន្តិចហើយក៏មានអារម្មណ៍សោកស្ដាយផងទៅទីប្រជុំជនឆ្ងាយណាស់ប្រយ័ត្នផងថ្មីនេះពិធីបុណ្យភូមិមានមនុស្សច្រើនកុំឲ្យគេរុញបុកស្ត្រីម្នាក់ទៀតក៏ដើរមកក្នុងដៃគាត់កាន់នំដែលទើបដុតរួចស្ទាក់សើមួយផ្លែក៏ញ៉ាត់ចូលដៃលាវរូយៀនយកទៅញ៉ាំតាមផ្លូវចុះលាវរូយៀនឈរនឹងកន្លែងស្ត្រីនោះមិនហ៊ានសម្លឹងភ្នែកគាត់ទេគ្រាន់តែនិយាយស្រាលថាពីមុនពួកយើងនឹងងងណាស់អ្នកកុំទុកក្នុងចិត្តអីជុំវិញស្ងប់ស្ងាត់មួយរំពេចអ្នកភូមិប៉ុន្មានអ្នកក៏អន់ក្បាលតាមមានម្នាក់និយាយថាបើគ្មានអ្នកនឹងកញ្ជ្រោងស្ទូចភូមិយើងប្រហែលត្រូវបិសាចអាក្រក់សម្លាប់អស់ហើយមែនហើយកញ្ញារូយៀនជាមនុស្សមានសំណាងកញ្ជ្រោងស្ទូចនេះក៏ជាកញ្ជ្រោងវិញ្ញាណដែរជាកញ្ជ្រោងវិញ្ញាណការពារភូមិខ្ញុំដេកនៅក្នុងដៃលាវរូយៀនគ្រាន់តែសម្លឹងពួកគេមួយផ្លែកកញ្ជ្រោងវិញ្ញាណកាលពីមុនពេលឲ្យគាត់ថាជាតារាគ្រូក៏ជាមនុស្សទាំងនេះដែរឥឡូវគ្រាន់តែឃើញគាត់ជួយសង្គ្រោះភូមិក៏បដូរមុខមាត់ភ្លាមចិត្តមនុស្សប្រែប្រួលមែនតែខ្ញុំមិនបញ្ចេញសម្លេងទេព្រោះដៃដែលលាវរូយៀនអបខ្ញុំរឹតបន្តិចខ្នងគាត់អន់មើលនំក្នុងដៃរង្វង់ភ្នែកក្រហមបន្តិចមានអ្នកប្រាប់គាត់ថាផ្លូវទៅទីប្រជុំជនឆ្ងាយប្រយ័ត្នផងគាត់ខំបូរមាត់ហើយនិយាយស្រាលថាអរគុណគាត់អបខ្ញុំបន្តដំណើរដើរចេញឆ្ងាយហើយទើបគាត់អន់មើលខ្ញុំនិយាយស្រាលថាវាងឆៃពួកគេដូចជាលែងស្អប់ខ្ញុំពិតមែនខ្ញុំមើលគាត់ក្នុងភ្នែកគាត់មានភាពស្រពេចស្រពើបន្តិចខ្ញុំលើកក្រញាំចុចលើក្នុងដៃគាត់ថ្នមគាត់ភ្ញាក់បន្តិចរួចក៏ញឹមឡើងអ្នកក៏រីករាយជំនួសខ្ញុំដែរមែនទេខ្ញុំបែរមុខចេញអ្នកណារីករាយជំនួសអ្នកខ្ញុំគ្រាន់តែគិតថាពួកគេគួរតែធ្វើបែបនេះតាំងពីយូរហើយលាវរូយៀនក៏ញឹមពេលយើងទៅដល់ទីប្រជុំជនមេឃក៏ងឹតហើយសងខាងផ្លូវពេញទៅដោយគោមបំភ្លឺផ្លូវទាំងមូលដូចថ្ងៃលាវរូយៀនឈរនៅជាប់ផ្លូវសម្លឹងមើលគោមទាំងនោះមិនដាក់ភ្នែកគាត់កំរញញឹមបែបនេះណាគាត់ជប់នៅមុខតូបលក់គោមមួយសន្ទុះខ្ញុំឃើញគាត់សម្លឹងគោមរៀងទន្សាយយូរណាស់តែចុងក្រោយគាត់ក៏អន់ក្បាលហើយអបខ្ញុំដើរចេញខ្ញុំលើកក្រញាំទីងដៃឲ្យគាត់ភាំងមួយផ្លែកហើយសម្លឹងតាមទីដៃដែលខ្ញុំមើលអ្នកចង់បានឬខ្ញុំមិនចង់បានទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកតែគាត់បែរជាមែនស្ទាក់សើមួយសន្ទុះរួចអបខ្ញុំត្រឡប់ទៅចាស់ទៅប្រគល់ក្រដាស់ទីចម្លើយលាវរូយៀនសម្លឹងក្រដាស់នោះយូរណាស់គាត់ចេះអក្សរមិនច្រើនមានអ្នកនៅក្បែរញឹមចំអកថាមិនចេះទីកុំមករំផ្លូវគាត់គ្រាន់តែបន្ទាបភ្នែកខ្ញុំត្រជាក់ភ្លាមក្រញាំខ្ញុំចាប់ដើមប្រមូលធម្មពលត្រជាក់នៃពិភពក្រោមតែភ្លាមនោះគាត់ចាប់ក្រញាំខ្ញុំថ្នមមិនអីទេសម្លេងគាត់ទន់ភ្លន់ដូចកំពុងលួងខ្ញុំសម្លឹងមើលគាត់មួយផ្លែកចុងក្រោយក៏ដកធម្មពលត្រជាក់វិញហើយយកក្រញាំប៉ះកដៃគាត់ថ្នមគាត់ស្ងៀមមួយសន្ទុះរួចនិយាយស្រាល
នីតិ Corder ម្ចាស់តូបញញឹមថាត្រឹមត្រូវហើយគោមនេះជារបស់កញ្ញាហើយបន្តិចក្រោយមកគេក៏អន់មុខមកមើលខ្ញុំភ្នែករបស់គេភ្លឺឡើងបន្តិចម្ដងបានឆាយគឺអញជួយខ្ញុំមែនទេខ្ញុំបិទភ្នែកធ្វើដូចជាមិនបានឬតែគេបែរជាញឹមហើយលើកគោមមកដាក់មុខខ្ញុំនេះជាជ័យជំនះដែលពួកយើងឈ្នះជាមួយគ្នាពេលដងខ្ញុំញ័រឡើងស្រាលភ្លាមពីមុនមកមិនដែលមានអ្នកណានិយាយជាមួយខ្ញុំថាភាពសុខសាន្តបែបនេះមានបានតែមួយសន្ទុះប៉ុណ្ណោះពេលដើរដល់ចុងផ្លូវធំខ្យល់ត្រជាក់អាក្រក់មួយបានបោកកាត់ហ្វូមមនុស្សខ្សែឈាមជីវយុក្នុងខ្លួនខ្ញុំញ័រមួយរំពេចមិនឆ្ងាយប៉ុន្មានមានសិស្សពីអាវស្ពី3នាក់ដើរមកយឺតមនុស្សនាំមកកំពុងអូសត្រីវិស័យមួយនៅក្នុងដៃបងសិស្សយើងកំពុងរកអ្វីនៅទីនេះខ្ញុំគ្រាន់តែដឹងថាថ្នាក់លើឲ្យយើងរកកញ្ជ្រោងជាមួយក្បាលបើចាប់បាននិកាយឈូសៀវរបស់យើងនឹងល្បីល្បាញភ្លាមនោះមកចូលត្រីវិស័យញ័រយ៉ាងខ្លាំងចុងក្រោយវាបែរមកចំអោររកខ្ញុំយឺតលីវរូយៀនសម្គាល់ឃើញថារាងកាយខ្ញុំតឹងរឹងក៏អន់មុខសួរថាវ៉ាន់ឆៃមានអ្វីកើតឡើងខ្ញុំសម្លឹងត្រីវិស័យនោះយ៉ាងមុតមមពេលនេះវិញ្ញាណខ្ញុំមិនទាន់ជាសះស្បើយខ្សែឈាមជីវយុក៏មិនទាន់រួមបញ្ចូលពេញលេញបើលាតត្រដាងនៅទីនេះផលវិបាកនឹងមិនអាចស្មានបានសិស្សនាំមុខនិយាយដោយសម្លេងត្រជាក់ក្លិនអារក្សនៅខាងមុខទៅខ្ញុំក៏លុកប្រញាំភ្លាមទាញជាប់អាវលីវរូយៀនយ៉ាងខ្លាំងគេឈឺតែមិនបញ្ចេញសម្លេងគ្រាន់តែអន់មុខមកមើលខ្ញុំមួយភ្លែតទឹកមុខប្រែប្រួលភ្លាមនោះគេអប់ខ្ញុំជាប់ហើយបែរខ្លួនចូលក្នុងហ្វូមមនុស្សពីក្រោយយីសម្លេងស្រែកថាឈប់នារីដែលអប់ពេញជ្រុងនោះលីវរូយៀនមិនឈប់ឡើយគេអប់ខ្ញុំរត់កាត់ហ្វូមមនុស្សហើយលោកចូលលាក់ក្នុងផ្លូវតូចចង្អៀតមួយគេទ្រក្នុងនឹងជញ្ជាំងដកដង្ហើមញាប់គុំរៀងទន្សាយក្នុងដៃញ័រស្រាលវ៉ាញ់ឆៃគេសួរដោយបន្ថយសម្លេងថាពួកគេមកចាប់ឯងមែនទេខ្ញុំមិនឆ្លើយសម្លេងជើងកាន់តែខិតជិតមកផ្លូវសម្លេងត្រីវិស័យរកអារក្សកាន់តែខ្លាំងខ្ញុំលោតចេញពីដៃគេឡើងលើស្មារបស់គេលីវរូយៀនលើកដៃត្រកខ្ញុំដោយស្វ័យប្រវត្តិខ្លាចខ្ញុំធ្លាក់ខ្ញុំបង្ខំជំរុញប្រភពជីវយុភ្លាមនោះសរសៃឈាមស្ទើរទូបែកធ្វើឲ្យខ្ញុំញ័រស្ទើរទប់មិនបានអាប់ខ្មៅជាច្រើនខ្សែបានសាយចេញពីក្រោយខ្ញុំខ្លាចជាកន្ទុយកញ្ជ្រោងស្រមោលជាច្រើនគ្រប់ដណ្ដប់លីវរូយៀនទាំងមូលគេបើកភ្នែកធំខ្ញុំប្រាចុងកន្ទុយរំក្តៅគេស្រាលកុំបញ្ចេញសម្លេងគេក៏បិទមាត់ភ្លាមសិស្សនិកាយឈូសឈប់នៅមាត់ផ្លូវចម្លែកណាស់ហេតុអ្វីត្រីវិស័យឈប់ដំណាក់កាច្បាស់ជានៅក្បែរនេះខ្ញុំឯកលើស្មាលីវរូយៀនយកផ្ញើប៉ះផ្ញើគេស្រាលប្រើវិញ្ញាណដែលនៅសល់គ្រប់ដណ្ដប់គេលាក់ក្លិនអាយុជីវិតរបស់គេបន្តិចម្ដងជីវពលកម្ដៅនិងខ្យល់ត្រជាក់ប៉ះទង្គិចគ្នាក្នុងខ្លួនចង់បង្ខំឲ្យខ្ញុំបែកខ្ទេចតែខ្ញុំមិនអាចបន្ធូរបានមិនអាចឲ្យពួកគេរកឃើញទេលីវរូយៀនសម្លឹងមកខ្ញុំភ្នែកក្រហមបន្តិចម្ដងគ្រាន់តែលើកដៃត្ររៀងកាយខ្ញុំស្រាលហើយសួរតិចថាវ៉ាន់ឆៃឯងជឿខ្លាំងមែនទេបេះដូងខ្ញុំកន្ត្រាក់យ៉ាងខ្លាំងដល់ពេលនេះហើយអ្វីដែលគេសួរនៅតែជាខ្ញុំជឿអត់មិនយូរប៉ុន្មានសម្លេងជើងខាងក្រៅក៏ជប់មួយសន្ទុះសិស្សនាំមុខនិយាយដោយសម្លេងត្រជាក់ថាហេតុអ្វីបាត់ទៅហើយប្រញាប់ទៅរកកន្លែងផ្សេងសម្លេងជើងក៏ឆ្ងាយទៅបន្តិចម្ដងសម្លេងត្រីវិស័យក៏ស្ងប់ទៅដែរទីបំផុតខ្ញុំទ្រាំមិនបានអាប់ខ្មៅពីក្រោយក៏លីភ្លាមបំពង់ក៏ផ្អែមឡើងខ្ញុំក៏ឈាមមួយមាត់ចេញវ៉ាន់ឆៃលីវរូយៀនប្រញាប់ទទួលខ្ញុំក៏ដួលចូលទ្រូងគេរាងកាយត្រជាក់ដូចទឹកកកគេអប់ខ្ញុំយ៉ាងណែនវ៉ាន់ឆៃគុំធ្វើឲ្យខ្ញុំភ័យខ្ញុំចង់ប្រាប់គេថាខ្ញុំមិនអីទេប៉ុន្តែខ្ញុំអស់កម្លាំងហើយមុនស្មារតីស្រពេចស្រពេលខ្ញុំឃើញទេភ្នែកក្រហមអប់ការពីខ្ញុំនៅក្នុងទ្រូងយប់នោះលីវរូយៀនអប់ខ្ញុំត្រឡប់មកវិញសាច់ញាតិនិងអ្នកចិត្តខាងខ្ញុំដេកកាប់លើក្រែអត្ថន័យនៅក្នុងរាងកាយកាន់តែធ្ងន់ឡើងពីមួយពេលទៅមួយពេលបុណ្យគុំនោះខ្ញុំបានបង្ខំជំរុញប្រភពកំណើតនៃរោគ9រួចធ្វើឲ្យនិកាយជូសីភ្ញាក់ផ្អើលរួចហើយបើពួកគេអាចរកឃើញដល់ទីប្រជុំជនមិនយូរមិនឆាប់ក៏នឹងរកឃើញទីនេះដែរខ្ញុំមិនអាចបន្តរងចាំទៅទៀតបានទេបើបន្តបែបនេះខ្ញុំការពារខ្លួនឯងមិនបានរឹតតែមិនអាចការពារគាត់បានទៀតថ្ងៃបន្ទាប់ខ្ញុំអូសស្មារតីដែលខូចខាតទៅកាន់ខាងក្រោយព្រៃផ្សេងតូចរកឃើញផ្ទះថ្មដែលគេបោះបង់ចោលមួយលីវរូយៀនដើរតាមខ្ញុំពីក្រោយវ៉ាញ់ឆៃអញចង់ធ្វើអ្វីខ្ញុំដើរទៅមុខគាត់លើកក្រញាំដាក់ក្នុងលើទ្រូងគាត់ធម្មពលវិញ្ញាណមួយខ្សែជាធម្មពលដែលខ្ញុំអាចបំបត្តិចេញបាននៅពេលនេះខ្សែធម្មពលការពារជីវិតដ៏បរិសុទ្ធបំផុតលីវរូយៀនហៅថាវ៉ាន់ឆៃខ្ញុំសម្លឹងគាត់រួចបញ្ជូនសម្លេងតាមស្មារតីថាបើមានគ្រោះថ្នាក់វានឹងការពារអ្នកម្ដងទឹកមុខគាត់ស្លេកបន្តិចចុះឯងវិញខ្ញុំនៅស្ងៀមមួយសន្ទុះខ្ញុំត្រូវបិទខ្លួនខ្ញុំឡើងខ្ញុំនឹងទៅមើលពិធីបុណ្យគង់ជាមួយអ្នកម្ដងទៀតលើកនេះមិនលាក់ខ្លួនហើយក៏មិនរត់គេចទៀតដែរភ្នែកលីវរូយៀនក្រហមបន្តិចម្ដងគាត់អង្គុយចុះលោកដៃអង្អែលក្បាលខ្ញុំថ្នមបានខ្ញុំនឹងរងចាំឯងខ្ញុំបិទភ្នែកក្រកូនស្វែងរក9ញ័រនៅក្នុងខ្លួនលើកនេះខ្ញុំមិនទុកវាទៀតទេផ្ទុយទៅវិញខ្ញុំប្រឈមមុខនឹងវាដោយផ្ទាល់នៅយប់ទី3ខាងក្រៅព្រៃសីស្ងប់ស្ងាត់ស្រាប់តែមានភាពចលាចលលីវរូយៀនអង្គុយក្បែរបង្អួតកំពុងគុំរៀងទន្សាយដោយអង្គក្បាលគាត់ធ្វើមិនសូវស្អាតទេស្រាប់តែមានសម្លេងបែកខ្ទេចមួយពីក្រៅទីធ្លាដូចជាមានអ្វីមួយបែកលីវរូយៀនងើបមកភ្លាមនោះអ្នកប៊ូពាក់អាវុធជាច្រើនអ្នកចូលមកក្នុងទីធ្លាគឺជាពួកដែលបានបង្ហាញខ្លួននៅពិធីបុណ្យគុំនោះម្នាក់ក្នុងចំណោមពួកគេកាន់ត្រីវិស័យបញ្ចូលប្រាក់លើត្រីវិស័យញ័រយ៉ាងខ្លាំងចុងក្រោយចំអោទៅកាន់ផ្ទះថ្មខាងក្រោយពិតជានៅទីនេះមែនសិស្សម្នាក់នៅក្បែរនោះសើចត្រជាក់កញ្ជ្រោងស្នោះលាក់ខ្លួនពូកែមែននាំវាចេញមកថ្នាក់លើចង់បានទាំងរស់ទឹកមុខលីវរូយៀនស្លេកស្លាំងគាត់ត្រោកឡើងភ្លាមទៅឈររារាំងនៅមុខទ្វារផ្ទះថ្មសិស្សនាំមុខជួនចិញ្ចើមមើលគាត់ថយទៅលីវរូយៀននិយាយទាំងសម្លេងញ័រតែគាត់មិនថយទេសិស្សនោះដូចជាបានរឿងកំ pl ែងអញការពារបិសាចមួយលីវរូយៀននិយាយយ៉ាងមើលម៉ាត់វាមិនមែនជាបិសាចទេវាជាវ៉ាន់ឆៃរបស់ខ្ញុំសិស្សជាច្រើនសើចចេញសម្លេងហើយអ្វីក៏ដូចគ្នាត្រីវិស័យចំអល់មកទីនេះវាគេចមិនរួចទេមានម្នាក់និយាយទាំងធុញថប់គុំខាត់ពេលខាងនោះជំរុញមកហើយអារីអាប់នឹងបាត់ឆាប់សិស្សនាំមុខសម្លក់គាត់យ៉ាងត្រជាក់បិទមាត់ម្នាក់នោះស្ងាត់ភ្លាមប៉ុន្តែលីវរូយៀនបានទៅហើយគាត់មិនដឹងថាពាក្យទាំងនេះមានន័យអ្វីទេតែគាត់ដឹងថាពួកគេចង់នាំវ៉ាន់ឆៃទៅដូច្នេះគាត់មិនអាចអនុញ្ញាតសិស្សនាំមុខលើកដៃឡើងរលឺវិញ្ញាណខ្លាយជាស្រមោលដើមមួយថយទៅជាលើកចុងក្រោយទឹកមុខលីវរូយៀនស្លេកស្លាំងគាត់ភ័យណាស់ប៉ុន្តែខាងក្រោយគាត់គឺជាផ្ទះថ្មនៅក្នុងនោះគឺវ៉ាន់ឆៃគាត់ងើបក្បាលឡើងយឺតខណៈស្រមោលដៅធ្លាក់ចុះនៅពេលនោះឯងចន្លោះចិញ្ចាំគាត់ភ្លឺឡើងដោយពន្លឺងឹតមួយចំណុចធម្មពលការពារជីវិតដែលខ្ញុំទុកឲ្យបានផ្ទុះឡើងខ្លាយជាស្រមោលកញ្ជ្រោងស្ពណ៌ស្កាពីគាត់នៅខាងក្នុងសិស្សនិកាយជូសៀវជាច្រើនអ្នកត្រូវបានវាយថយក្រោយទឹកមុខសិស្សនាំមុខប្រែប្រួលវាហ៊ានទប់ដង្ហើមប្រភពកំណើតនៅលើខ្លួនឯងលីវរូយៀនលូកដៃប៉ះចន្លោះចិញ្ចាំនេះជាក្លិនអាយុរបស់វ៉ាន់ឆៃក្រសែភ្នែកសិស្សនាំមុខបានផ្លាស់ប្ដូរគេសម្លឹងលីវរូយៀនក្នុងភ្នែកមានចិត្តនេះអាក្រក់មួយបញ្ជូនគាត់ទៅជាមួយផងលើខ្លួនគាត់មានដង្ហើមរបស់កញ្ជ្រោងនោះលីវរូយៀនថយក្រោយកន្លះជំហានតែព្រាមក៏ឈោមមកវិញគាត់ចូលរារាំងនៅមុខទ្វារផ្ទះថ្មឆ្លងកាត់ទ្វារថ្មដ៏ក្រាស់ខ្ញុំបានឮសំឡេងទាំងនោះខ្សែឈាម109ក្នុងខ្លួនខ្ញុំផ្ទុះឡើងយ៉ាងឆ្កួតភាពត្រជាក់ជ្រាបចូលឆ្អឹងនៅពេលនោះខ្ញុំបើកភ្នែកឡើងគ្រប់គ្រាន់ហើយភាពត្រជាក់ក្នុងផ្ទះថ្មបត់ត្រឡប់សាច់ឈាមរបស់ខ្ញុំត្រូវបានកសាងឡើងវិញដោយភាពត្រជាក់លែងជាកញ្ជ្រោងស្ទោចស្គមនោះទៀតហើយក្នុងភាពងឹតខ្ញុំក្រោកឈរឡើងយឺតទ្វារថ្មបែកខ្ទេចដោយសំឡេងក្រែងខ្យល់ត្រជាក់បក់ចេញមកមនុស្សទាំងអស់ក្នុងទីធ្លាបង្វិលមកមើលភ្លាមលីវរូយៀនដួលអង្គុយលើដីមុខស្លេកស្លាំងសិស្សការពីម្នាក់លូកដៃចង់ចាប់នាងស្រាប់តែស្រមោលពណ៌ស្មួយភ្លឺក្រោមពន្លឺព្រះច័ន្ទត្រជាក់សាយភីតាមមុខដៃរបស់គេម្ដងបន្តិចទឹកមុខគេប្រែប្រួលភ្លាមហើយដកថយយ៉ាងលឿនក្រោមពន្លឺព្រះច័ន្ទខ្ញុំដើរចេញពីក្រោយទ្វារថ្មដែលបាក់បែករាងកាយធំជាងមុនជាច្រើនដង
រោមស្ដូចទឹកកកកណ្ដាលថ្ងាសបញ្ចេញពន្លឺស្រទន់កន្ទុយបីនៅពីក្រោយទ្រវីយ៉ាងអង្អាចហើយនៅមានកន្ទុយនិមិត្តជាច្រើនលាក់ក្នុងអបត្រជាលេខបាត់រាល់ជំហានដែលខ្ញុំដើរដីក៏គ្រប់ដណ្ដប់ដោយស្រទាប់ទឹកកកស្ដើងមួយសិស្សប៉ុន្មានអ្នកនៃនិកាយជីវសៀវសុទ្ធតែបដូរទឹកមុខជាកញ្ជ្រោងមិនបានខ្លាយជាបែបនេះខ្ញុំមិនខ្វល់នឹងពួកគេទេខ្ញុំដើរទៅមុខលាវរយៀនហើយប្រើកន្ទុយការពារនាងនៅពីក្រោយខ្ញុំនាងសម្លឹងមកខ្ញុំដូចជាទើបយល់ថាវ៉ាន់ឆៃដែលនាងរើសមកមិនមែនជាកញ្ជ្រោងធម្មតាទេខ្ញុំអន់មើលនាងមួយភ្លែតភ្នែកនាងក្រហមជាំបេះដូងខ្ញុំរញ្ជួយបន្តិចបន្ទាប់មកខ្ញុំងើបមុខសម្លឹងទៅកាន់មនុស្សទាំងជាលើកដំបូងសម្លេងខ្ញុំបន្លឺយ៉ាងច្បាស់ក្នុងរាត្រីអ្នកណាអនុញ្ញាតឲ្យពួកឯងប៉ះគេសិស្សការពារទឹកមុខអាក្រក់បង្វើខ្លួនរត់គេចភ្លាមតែខ្យល់ត្រជាក់បានបិទទ្វារទីធ្លាភ្លាមមនុស្សជាច្រើនត្រូវកកជារូបទឹកកកគេថានៅលើខ្លួនពួកគេបញ្ចេញពន្លឺអាថ៌កំបាំងក្នុងនោះមានមួយសន្លឹកហោះឡើងកណ្ដាលអាកាសតស៊ូឆេះឡើងហើយបញ្ចេញសម្លេងស្រពិចស្រពិលជាបន្តរកឲ្យឃើញកញ្ជ្រោងនាំត្រឡប់ទៅកោសម្ព័ន្ធកញ្ជ្រោងក្រហមមុនពិធីធំចាប់ផ្ដើមមិនត្រូវមានកំហុសដាច់ខាតបើវាហ៊ានប្រឆាំងសម្រាប់វាចោលភ្លាមសម្លេងបានផ្អាកភ្លាមត្រឹមនេះសន្លឹកគីថាបែកជាកំទេចទឹកកកទីធ្លាស្ងប់ស្ងាត់ទាំងស្រុងខ្ញុំសម្លឹងទៅកំទេចគីថាទាំងនោះកែវភ្នែកកាន់តែជ្រាលជ្រៅភាពចលាចុះភ្នែកក្រហមការពីការបំលែងរូបកាលនោះពិតជាមានមនុស្សនៅពីក្រោយហើយនិកាយជីវសៀវមានទំនាក់ទំនងជាមួយកោសម្ព័ន្ធកញ្ជ្រោងតាំងពីយូរមកហើយលាវរយៀនខ្សឹបសួរពីក្រោយខ្នងខ្ញុំបាំងឆៃពួកគេនិយាយមានន័យថាម៉េចខ្ញុំមិនឆ្លើយភ្លាមទេព្រោះខ្ញុំក៏ទើបដឹងតែផ្នែកតូចមួយប៉ុណ្ណោះនាងសម្លឹងមកខ្ញុំភ្នែកក្រហមជាងមុនខ្ញុំអន់ក្បាលចុះហើយប៉ះក្នុងដៃនាងក្នុងដៃច្រមុះកុំភ័យខ្ញុំភ្ញាក់ហើយនិយាយចប់ខ្ញុំបែរមើលទៅរាត្រីឆ្ងាយខ្ញុំដឹងថាមានបំណុលខ្លះដល់ពេលត្រូវទៅទូទាត់ហើយតែមិនមែនពេលនេះទេបើនិកាយជីវសៀវដឹងអំពីអាថ៌កំបាំងរបស់កោសម្ព័ន្ធកញ្ជ្រោងដូច្នេះចម្លើយត្រូវស្វែងរកពីពួកគេមុនលាវរយៀនឈរនៅមាត់ទ្វារយកខ្លួនតិចបាំងឆៃអ្នកចង់ទៅហើយមែនទេបើទៅនិកាយជីវសៀវនាងក្តាប់ដៃឲ្យរួចស្ទាក់ស្ទើរសួរខ្ញុំអាចទៅជាមួយអ្នកបានទេខ្ញុំសម្លឹងនាងដោយមិនឆ្លើយភ្លាមនាងយល់ពីន័យខ្ញុំភ្លាមអន់ក្បាលហើយនិយាយស្រាលថាខ្ញុំមិនអូសទាញអ្នកទេពេលដងខ្ញុំរត់តែចុកអ្នកមិនដែលជាបន្ទុកទេខ្ញុំគ្រាន់តែខ្លាចថាខ្ញុំការពារអ្នកមិនបានលាវរយៀនភ្នែកក្រហមបន្តិចតែបើអ្នកទៅម្នាក់ឯងខ្ញុំក៏ខ្លាចដែរខ្ញុំស្ងៀមមួយសន្ទុះនាងសម្លឹងមើលខ្ញុំសម្លេងទន់ភ្លន់តែមើលម៉ាត់បាំងឆៃខ្ញុំដឹងថាខ្ញុំជួយអ្នកមិនបានច្រើនតែអ្នកត្រូវសន្យាជាមួយខ្ញុំកុំបង្ខំខ្លួនពេកបើជាចាប់សូមត្រឡប់មកវិញអ្នកលេងនៅម្នាក់ឯងទៀតហើយខ្ញុំនៅរងចាំអ្នកជានិច្ចមួយសន្ទុះក្រោយខ្ញុំនិយាយស្រាលបានលាវរយៀននៅហើយនិយាយបន្តថាអីចឹងខ្ញុំចាំអ្នកត្រូវតែត្រឡប់មកវិញខ្ញុំបែកក្នុងដើរចូលទីធ្លាមិនងាកក្រោយគ្រាន់តែឆ្លើយថាខ្ញុំដឹងហើយភ្លាមនោះខ្ញុំលោតចូលទៅក្នុងរាត្រីខ្ញុំតាមក្លិនអាកំបាំងនោះឆ្ពោះទៅទីជើងមិនយូរប៉ុន្មានក៏ទៅដល់និកាយជីវសៀវពីជំរឿននិកាយយឺសម្លេងខ្សែច្រវាក់អូសកឹកហើយមានសម្លេងយំរបស់កញ្ជ្រោងយ៉ាងស្រាលប្រភពធម្មពលជីវយុក្នុងខ្លួនខ្ញុំញ័រឡើងភ្លាមខ្ញុំបោះជំហានចុះពីលើច្រាំងភ្នំត្រជាក់សាយភីចេញពីក្រោមជើងចិនដាថ្មទាំងមូលត្រូវគ្រប់ដោយទឹកកកខ្មៅមួយស្រទាប់សិស្សយាមទ្វារភ្ញាក់ស្ទុះឡើងនរណាគេទើបតែលើកដាវក៏ត្រូវហ៊ានអ៊ីបង្ខំឲ្យថយក្រោយជាច្រើនជំហានរឹងជាប់នៅនឹងកន្លែងខ្ញុំដើរឆ្លងកាត់គេឡើងទៅកាន់ទ្វារសាលាទ្វារធំប្រេះបែកបន្តិចម្ដងក្រោមទឹកកកសម្លេងកណ្ដឹងប្រកាសអាសន្នលាន់ឡើងភ្លាមពេលសាច់វីលុបភ្នំសិស្សនិកាយជីវសៀវរាប់សិបអ្នកស្ទុះចេញពីសាលាខ្ញុំទើបលើកដៃបន្តិចពន្លឺត្រជាក់ក៏ភ្លឺឡើងគ្រប់គ្នាត្រូវកកជាប់នៅកណ្ដាលអាកាសសម្ពាធនៃភាពត្រជាក់ធ្លាក់ចុះដែលរត់មកមុខគេបំផុតសូម្បីតែកាន់ដាវក៏មិនជាប់នាំគ្នាដួលអង្គុយលើដីមានសិស្សម្នាក់បង្កើតគម្ពីរក្រមពន្លឺមាសខ្លាយជាច្រវាក់សម្ដៅមកចុងដៃជើងខ្ញុំអសរគម្ពីរទាំងនោះមានក្លិនអាយុស្តៀងនឹងអ្វីដែលធ្លាប់ឃើញនៅទីក្រុងលីនកាលពីមុនចង់ចាក់សោកខ្ញុំទៀតឬខាងក្រោយខ្ញុំកន្ទុយបីបាក់សន្ធឹងយឺតធម្មពលត្រជាក់នៃយូមីងទុះឡើងដល់មេឃច្រវាក់មាសមិនទាន់ធ្លាក់ដល់ផងក៏ត្រូវទឹកកកខ្មៅគ្រប់បែកទៅជាបំណែកសិស្សដែលបង្កើតក្រមត្រូវកម្លាំងតបវិញប៉ាំងថយក្រោយមានគេស្រែកខ្លាំងថារារាំងវាកុំឲ្យវាចូលក្នុងខាងក្រោយប៉មចាក់សោវិញ្ញាណដាច់ខាតមិនអាចមានបញ្ហាបានទេខ្ញុំជប់ជើងមួយផ្លេតរូបរាងខ្ញុំផ្លេចឆ្លងកាត់ទីធ្លាមុខឆ្ពោះទៅភ្នំខាងក្រោយទីនោះមានប៉មខ្មៅមួយទូប៉មព័ទ្ធជុំវិញដោយច្រវាក់ខ្ញុំឈប់នៅមុខប៉មសម្លេងក្រហមនៅក្នុងប៉មស្រាប់តែស្ងប់ទៅខ្ញុំលើកជើងដាក់លើទ្វារប៉មភាពត្រជាក់រីកសាយតាមអសរគម្ពីរពីជំរឿបាតប៉មមានសម្លេងចាស់មួយលាន់ឡើងកូនឲ្យអញក៏ជាចោះដែរខ្ញុំនិយាយស្រាលថាបាតខាងក្នុងស្ងប់មួយផ្លេតបន្ទាប់មកសម្លេងជាច្រើនលាន់ឡើងចោនៅមានចោះរស់ទៀតស្ថានសួគ៌ក៏មិនបានបំផ្លាញពូជយូម៉ៃរបស់យើងទេខ្ញុំសួរទាំងចិញ្ចាមមិនកម្រើកយូម៉ៃជាអ្វីសម្លេងចាស់នោះស្ងប់មួយសន្ទុះទើបនិយាយយឺតយូម៉ៃគឺជាឈ្មោះពិតរបស់ពូជចោកូនឲ្យតើតាំងពីតូចមកមានគេហៅឯងថាផ្កាយចង្រៃមែនទេតើមានគេប្រាប់ឯងថាចោជាសញ្ញាអង្គមែនទេថាវានឹងនាំព្រំហំរៃមកពូជចោកែវភ្នែកខ្ញុំរឹងមុំឡើងសម្លេងចាស់ដកដង្ហើមធំទាំងអស់នោះសុទ្ធតែជាការកុហកចោមិនដែលជាផ្កាយចង្រៃឡើយចោគឺជាពូជយូម៉ៃរបស់ពូជចោចំនួនហើយចំនួនទៀតយើងការពីពិភពយូមីងខណៈចោក្រហមគ្រប់គ្រងជីវិតចោការពីយូមីងយើងការពីទ្វាររងឹតដ៏ជ្រៅបំផុតរបស់ពូជចោរារាំងសត្រូវដែលពិភពខាងក្រៅមើលមិនឃើញភ្លើងវិញ្ញាណរាប់មិនអស់ក្នុងប៉មរំភើស្រាលសម្លេងចាស់បន្តនិយាយក្រោយមកមានអ្នកកែប្រែទំនាយពួកគេបង្ខូចចោថាជាគ្រោះហើយបង្ខូចយូម៉ៃថាជាហេតុនាំទុកពូជចោជាវាដូច្នេះចោត្រូវបណ្ដេញចេញពីទឹកដីហើយត្រូវចាក់សោក្នុងប៉មចាក់សោវិញ្ញាណនេះក្រោយស្លាប់វិញ្ញាណយើងមិនអាចត្រឡប់ទៅសុខភពបានអាចត្រឹមតែឲ្យនិកាយឈូសៀវដកយកកម្លាំងវិញ្ញាណទាំងយប់ទាំងថ្ងៃខ្ញុំសម្លឹងអសរគម្ពីរចាក់សោវិញ្ញាណជាស្រទាប់លើទ្វារប៉មសម្លេងខ្ញុំត្រជាក់ចុះនរណាជាអ្នកកែទំនាយក្នុងប៉មស្ងប់មួយផ្លេតសម្លេងចាស់និយាយថាក្នុងពូជចាក់សពថ្ងៃអ្នកដែលពឹងផ្អែកលើទំនាយនេះបំផុតគឺមហាបូជីចាពេលពាក្យមហាបូជីចាធ្លាក់ចុះអារម្មណ៍ក្នុងខ្លួនខ្ញុំក៏ពុះកញ្ជ្រោលភ្លាមសម្លេងចាស់និយាយបណ្ដុំមួយពាក្យពេលពាក្យចុងក្រោយធ្លាក់ចុះវិញ្ញាណទាំងអស់ក្នុងប៉មញ័រព្រមគ្នាប្រភពធម្មពលចូលយូក្នុងខ្លួនខ្ញុំរញ្ជួយខ្លាំងដូចជាអ្វីមួយដែលត្រូវបិទបាំងជាយូរមកហើយទើបតែភ្ញាក់ឡើងអសរគម្ពីរលើទ្វារប៉មភ្លឺចែងចាំភ្លាមដូចជាចង់សង្កត់ពាក្យទាំងនោះភាពត្រជាក់ក្នុងកែវភ្នែកខ្ញុំកាន់តែខ្លាំងពលត្រជាក់ចូលយូហូចូលទ្វារប៉មយ៉ាងគំហុកអសរគម្ពីរចាក់សោវិញ្ញាណមួយសន្លឹកហើយមួយសន្លឹកត្រូវទឹកកកចាក់សោវិញ្ញាណទាំងមូលចាប់ផ្ដើមរញ្ជួយទ្វារប៉មបើកប្រេះយឺតខ្ញុំដើរចូលទៅកាន់ជំរៅបំផុតនៃប៉មវិញ្ញាណចោះចាស់មួយអន់ក្បាលចំពោះខ្ញុំឈរនៅចំកណ្ដាលប៉មសម្លេងស្អប់បន្តិចខ្ញុំមិនដែលដឹងថាខ្លួនឯងជាអ្វីឡើយពួកគេគ្រាន់តែប្រាប់ខ្ញុំថាខ្ញុំជាផ្កាយចង្រៃចេះកោះចាស់សម្លឹងមកខ្ញុំនោះជាបំណុលដែលពួកគេជំពាក់ឯងឥឡូវនេះខ្ញុំនឹងប្រាប់ឈ្មោះពិតរបស់ឯងឯងគឺជាចៅយូមីងកន្ទុយ9ចៅជាអ្នកស្នងចុងក្រោយនៃពូជយូម៉ៃរបស់ចោចេះកោះចាស់បន្តនិយាយខ្សែឈាមរបស់ឯងនៅមិនទាន់ភ្ញាក់ពេញលេញទេក្នុងខ្លួនឯងមានខ្សែឈាមឈូយូដូច្នេះហើយទើបឯងអាចរស់រានមានជីវិតហើយក៏អាចទទួលយកភ្លើងវិញ្ញាណរបស់ពូយើងបានប៉ុន្តែគ្រាន់តែមានខ្សែឈាមមិនទាន់គ្រប់គ្រាន់ទេអ្នកត្រូវទទួលមរតក
ខ្ញុំងើបមុខមើលគាត់ពួកអ្នកចង់ប្រកូលមរតកឲ្យខ្ញុំឬមិនមែនប្រកូលទេគឺប្រកូលត្រឡប់វិញរបស់ទាំងនេះដើមឡើយជារបស់ខ្សែពូជបេសាចកញ្ជ្រោងទាំងអស់ពួកយើងត្រូវនិកាយឈូសៀវចាប់ឃុំនៅទីនេះយូរពេកហើយជំនួសឲ្យពួកគេយកទៅធ្វើជាវត្ថុសម្រាប់បង្កើតគម្ពីរកុដមិនដូចជាប្រកូលកម្លាំងចុងក្រោយឲ្យអ្នកវិញវិញ្ញាណបេសាចកញ្ជ្រោងគ្របមើលក្នុងប៉មសុទ្ធតែអង្គក្បាលព្រមគ្នាសម្លេងជាច្រើនបានលាន់ឡើងសូមលោកតូចទទួលភ្លើងវិញ្ញាណសរសៃយូសូមលោកតូចទទួលមរតកបេសាចកញ្ជ្រោងសូមលោកតូចជួយឲ្យពួកយើងបានរំដោះខ្ញុំសម្លឹងមើលពួកគេយូរមួយសន្ទុះនិយាយស្រាប់ថាខ្ញុំទទួលបេសាចកញ្ជ្រោងចាស់សម្លឹងមើលខ្ញុំកែវភ្នែករបស់គាត់ញ៉ាំគាត់មិនបាននិយាយអ្វីទៀតទេគ្រាន់តែបែរទៅមើលភ្លើងវិញ្ញាណរាប់ម៉ឺនក្នុងប៉មកូនចៅត្រកូលយូសូមត្រឡប់ទៅផ្ទះវិញភ្លាមបន្ទាប់ពីពាក្យនោះភ្លើងវិញ្ញាណទាំងអស់ភ្លឺឡើងព្រមគ្នាស្រមោលបេសាចកញ្ជ្រោងគ្រាប់មិនអស់បានរួចផុតពីការចង់ខ្ជាប់តែខ្លាចជាពន្លឺហូរសម្ដៅមករកខ្ញុំគ្រាប់ធាតុជើងយូស៊ីនតាំងក្នុងរាងកាយវិលយ៉ាងខ្លាំងស្រមោលកន្ទុយ9នៅពីក្រោយខ្ញុំបង្ហាញឡើងជាបន្តរាងកាយរបស់បេសាចកញ្ជ្រោងចាស់កាន់តែស្អាតគាត់សម្លឹងមើលខ្ញុំសម្លេងស្រាលណាស់ចូលចងចាំការឆ្លងយូសែនឲ្យវិញ្ញាណអ្នកស្លាប់ការពារអ្នកដែលខ្លួនស្រឡាញ់ខ្ញុំនិយាយស្រាលថាខ្ញុំនឹងចងចាំបេសាចកញ្ជ្រោងចាស់ញឹមបន្តិចនោះគ្រប់គ្រាន់ហើយភ្លើងវិញ្ញាណចុងក្រោយបានចូលក្នុងបេះដូងខ្ញុំប៉មចាក់សោវិញ្ញាណញ័រយ៉ាងខ្លាំងវិញ្ញាណបេសាចកញ្ជ្រោងគ្រាប់មិនអស់ហោះចេញពីប៉មហោះឡើងទៅលើមេឃត្រឡប់ទៅកាន់ធម្មជាតិត្រឡប់ទៅកាន់សេរីភាពត្រឡប់ទៅកន្លែងដែលពួកគេគួរតែទៅខ្ញុំឈរនៅកណ្ដាលប៉មដែលបាក់បែកស្រមោលកន្ទុយ9បានរួមចូលវិញយឺកម្លាំងក្នុងខ្លួនពេញលេញមិនធ្លាប់មានពីមុនខាងក្រៅប៉មមនុស្សនិកាយឈូសៀវទាំងអស់ត្រូវសម្ពាធទាបសង្កត់រហូតមិនហ៊ានចូលមកជិតខ្ញុំមិនបានមើលពួកគេទៀតទេគ្រាន់តែបំផ្លាញវត្តវិជ្ជារបស់ខាងមីនស្ទូដល់ទឹកមុខត្រជាក់ជាទនកម្មដែលពួកគេសំនឹងទទួលពីការជួយជនអាក្រក់ខ្ញុំបែរខ្លួនដើរចេញពីប៉មចាក់សោវិញ្ញាណលៀបរូយនៅតែរងចាំខ្ញុំនៅខ្ទមឈិនយូខ្ញុំបានសន្យាជាមួយគាត់ថានឹងត្រឡប់ទៅវិញខ្ញុំដើរតាមផ្លូវដើមត្រឡប់ទៅពេលថ្ងៃជិតលិចខ្ញុំបានឃើញរូបរាងម្នាក់នៅមុខទ្វារផ្ទះលៀបរូយឈរនៅទីនោះដូចជាបានរងចាំយូរណាស់ហើយពេលគាត់ឃើញខ្ញុំភ្នែកក៏ភ្លឺឡើងភ្លាមវិនាទីបន្ទាប់គាត់រត់មករកខ្ញុំខ្ញុំអន់ក្បាលចុះប្រើកន្ទុយទប់រាងកាយគាត់ដែលស្ទើរតែដួលគាត់លូកដៃអុកខ្ញុំវាងឆាយអ្នកត្រឡប់មកហើយខ្ញុំស្ងៀមមួយភ្លែតបន្ទាប់មកឆ្លើយថាខ្ញុំត្រឡប់មកហើយគាត់អុកខ្ញុំយូរណាស់ទើបលេងដៃកែវភ្នែកធ្លាក់ទៅលើវិញ្ញាណរបស់ខ្ញុំអ្នករកឃើញចម្លើយហើយនៅរកឃើញពាក់កណ្ដាលហើយខ្ញុំបានប្រាប់គាត់ដោយសង្ខេបអំពីរឿងនិកាយឈូសៀវលៀបរូយស្ងៀមមួយសន្ទុះបន្ទាប់មកនិយាយស្រាវថាដូច្នេះពួកគេពិតជាបានចាប់ប្រកាន់អ្នកខុសមែនខ្ញុំមិនបានឆ្លើយគាត់ទេគាត់លើកដៃប៉ះខ្ញុំថ្នមប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏ដឹងថាធម្មពលក្នុងខ្លួនខ្ញុំនៅតែលោកឡើងចុះវាងឆាយអ្នកនៅតែត្រូវចូលបិទខ្លួនហាត់គុនទៀតខ្ញុំមើលទៅក្នុងខាងក្រោយធម្មពលចម្រុះទាំងនោះនៅធ្ងន់ពេកត្រូវតែធ្វើឲ្យវាមានស្ថិរភាពលៀបរូយស្លេកតើនៅមានគ្រោះថ្នាក់ទៀតឬមានខ្ញុំមិនលាក់អ្នកទេលើកនេះខ្ញុំដឹងថាគួរធ្វើដូចម្តេចហើយគាត់ស្ងៀមមួយសន្ទុះរួចមកក្បាលថាអីចឹងអ្នកទៅចុះខ្ញុំនឹងចាំយាមនៅខាងក្រៅដំបូងខ្ញុំចង់និយាយថាមិនដែរទេដល់មាត់ក៏លេបត្រឡប់វិញមុនពេលរាត្រីធ្លាក់ខ្ញុំដើរជុំវិញលំនៅឋានស្ងប់ស្ងាត់មួយជុំគ្រប់ទីកន្លែងខ្ញុំបានទប់ធម្មពលត្រជាក់យូមីងមួយសរសៃប្រសិនបើមាននរណាបង្ខំចូលវានឹងជូនដំណឹងដល់ខ្ញុំភ្លាមលៀបរូយឈរនៅក្រោមរានហាសម្លឹងមើលខ្ញុំគាត់មិនបានសួរទេគ្រាន់តែរងចាំយ៉ាងស្ងប់ស្ងាត់ពេលខ្ញុំដើរទៅដល់មុខគាត់ទើបគាត់និយាយស្រាវថាអ្នកបានទុកអ្វីមួយឲ្យខ្ញុំទៀតហើយមែនទេចំណែកអ្នកវិញនៅសល់តែប្រភពធម្មពលយូមីងនិងភ្លើងវិញ្ញាណសរសៃយូគាត់យល់ភ្លាមខ្ញុំក៏ចង់ជួយអ្នកដែរអ្នកកំពុងជួយខ្ញុំរួចហើយគេដើរមកដល់មុខខ្ញុំហើយនិយាយសម្លេងទៀតថាអ្នកនៅទីនេះខ្ញុំក៏ដឹងថាខ្ញុំគួរតែត្រឡប់មកវិញភ្នែករបស់លីវរូយក្រហមបន្តិចនាងមិនបានដកថយទៀតទេដូច្នេះអ្នកក៏ត្រូវចងចាំដែរខ្ញុំមិនមែនជាមនុស្សដែលគ្រាន់តែឲ្យអ្នកការពារនោះទេទៅចុះខ្ញុំនឹងរងចាំអ្នកចេញមកទ្វារគ្រូបិទចុះខ្ញុំបិទភ្នែកខ្ញុំឃើញអណ្ដាតភ្លើងវិញ្ញាណរោគឃើញពន្លឺវិញ្ញាណដែលធ្លាប់ស្គាល់មួយពន្លឺវិញ្ញាណនោះដើមឡើយគួរតែជារបស់គ្រាប់ពេជ្រវិញ្ញាណរបស់ខ្ញុំបន្ទាប់ពីវាត្រូវបានដកចេញវាមិនបានបាត់ទៅទេផ្ទុយទៅវិញវាបានក្លាយជាអ្នកការពារទីក្រុងមួយអារម្មណ៍ក្នុងភ្នែកខ្ញុំប្រែប្រួលភ្លាមមហាបូជាចារដូច្នេះតាំងពីដើមមកអ្វីដែលអ្នកចង់បានមិនមែនមានតែជីវិតខ្លួនទេតែនាងស្ដាប់ទៅខាងពលសម្រាប់ជំនាញអាក្រក់ក្នុងពាក្យតែញចុងក្រោយប៉ុណ្ណោះនៅខាងក្រៅលីវរូយអង្គុយក្បែរទ្វារស្រាប់តែស្នាមអាតកំបាំងក្នុងទីធ្លាភ្លឺឡើងដោយគ្មានសម្លេងភ្លឺបានតែមួយផ្លែក៏បែកបាក់លីវរូយស្ទុះឈប់ភ្លាមលើមេឃមិនដឹងថាពេលណាមានពពកខ្មៅមួយផ្ទាំងលេចឡើងពពកខ្មៅនោះដូចជាភ្នែកមួយបើកយឺតភ្លាមបន្ទាប់សម្លេងចាស់ជ្រាមួយបន្លឺចុះពីក្នុងគម្ពីរវេទមន្តដូច្នេះហើយអណ្ដាតភ្លើងព្រលឹងសរសៃងឹតពិតជាត្រូវអ្នកនាំត្រឡប់មកវិញមែនក្នុងបន្ទប់ខ្ញុំបើកភ្នែកភ្លាមភ្នែករបស់មហាបូជាចារបង្វិលទៅសម្លឹងលីវរូយមហាបូជាចារញឹមស្រាលមួយក្នុងលោកមនុស្សក៏អាចបណ្ដោះចិត្តបរិសុទ្ធដោយកែវបានដែរមិនចម្លែកទេដែលគេតែងតែត្រឡប់មកទីនេះលីវរូយមិនយល់ថាគេនិយាយអ្វីទេប៉ុន្តែនាងដឹងថាគេមករកវាងឆៃនាងឈរនៅមុខទ្វារក្នុងអ្នកជានរណាសម្លេងនោះស្ងប់ស្ងាត់ណាស់ខ្ញុំជាអ្នកមើលវាសនាឲ្យកោសម្ព័ន្ធកញ្ជ្រោងក៏ជាអ្នកកែតម្រូវវាសនាដែលខុសទីតាំងតាមចន្ទៈស្ថានសួគ៌លីវរូយជ្រួញចិញ្ចើមខ្ញុំមិនយល់ទេអ្នកមិនចាំបាច់យល់ទេសម្លេងរបស់មហាបូជាចារនៅតែស្ងប់ដដែលសពវត្ថុក្នុងលោកសុទ្ធតែមានទីតាំងរបស់វាកញ្ជ្រោងសុទ្ធត្រឡប់ទៅពិភពងឹតអ្នករស់អ្នកស្លាប់ប្រសិនបើពន្លឺចង្កៀងបំភ្លឺកន្លែងដែលមិនគួរបំភ្លឺនោះវានឹងនាំមកនៅគ្រោះមហន្តរាយមុខរបស់លីវរូយស្លេកស្លាំងនាងមិនយល់ពីអាកំបាំងទាំងនោះទេនិយាយថាវាងឆៃភ្នែកនោះបន្លឺសូរស្រាលមួយដូចដកដង្ហើមគេមិនគួរចេញពីព្រៃវិញ្ញាណទេក្នុងបន្ទប់ធម្មពលត្រជាក់ក្នុងខ្ញុំផ្ទុះឡើងភ្លាមខ្ញុំចង់ស្ទុះចេញទៅប៉ុន្តែប្រលឹងកំពុងរួមចូលឆ្អឹងបើខ្ញុំរើនឹងបរាជ័យទាំងស្រុងមហាបូជាចារហាក់ដូចជាចាប់អារម្មណ៍ចលនារបស់ខ្ញុំសម្លេងពោពេញដោយស្នាមញញឹមកុំប្រញាប់បើអ្នកចេញមកឥឡូវនេះអណ្ដាតភ្លើងប្រលឹងសរសៃងឹតនឹងត្រឡប់វាប្រហារអ្នកបើអ្នកមិនចេញភ្នែកយៈនោះសង្កត់ចុះយឺតខ្ញុំនឹងជួយអ្នកមើលថាចង្គៀងតូចក្នុងលោកមនុស្សនេះអាចបំភ្លឺដល់ពេលណាលីវរូយទើបតែចង់ដកថយក្រោមជើងនាងស្រាប់តែលេចស្នាមវេទមន្តមួយស្នាមវេទមន្តនោះដូចខ្សែស្រឡាយរំពាត់ជើងរបស់នាងរាងកាយនាងត្រូវជាប់នៅនឹងកន្លែងនាងមិនអាចបោះជំហានទៅមុខបានទៀតសូម្បីតែនិយាយក៏ស្ទើរតែមិនចេញអាចត្រឹមតែសម្លឹងទៅទ្វារគ្រូយ៉ាងតឹងរឹងក្នុងបន្ទប់ខ្ញុំខំប្រឹងក្រោកឈរមហាបូជាចារនិយាយស្រាលគុំតស៊ូខ្ញុំគ្រាន់តែឲ្យនាងឈរនៅកន្លែងដែលនាងគួរឈរប៉ុណ្ណោះក្មេងស្រីក្នុងលោកមនុស្សតែងគិតថាខ្លួនអាចបដូរវាសនាបានប៉ុន្តែវាសនាមិនដែលផ្លាស់ប្ដូរព្រោះចិត្តទន់របស់មនុស្សម្នាក់ឡើយខ្សែវេទមន្តរឹតតែរឹតបន្តឹងម្រាមដៃរបស់លីវរូយញ័រតិចនាងលំបាកលើកក្បាលឡើងសម្លឹងទៅភ្នែកគម្ពីរវេទមន្តលើមេឃបំពង់ក៏ត្រូវសង្កត់រហូតស្ទើរតែនិយាយមិនចេញមហាបូជាចារហាក់ដូចជាយល់ថាគួរឲ្យចាប់អារម្មណ៍តើអ្នកដឹងទេថាអ្នកកំពុងការពារនរណាលីវរូយខំបូមាត់សម្លេងដាច់តែច្បាស់ណាស់ខ្ញុំមិនដឹងអ្វីដែលអ្នកកំពុងនិយាយទេក៏មិនដឹងអ្វីដែលហៅថាពិភពងឹតដែរខ្ញុំដឹងតែថាគេធ្លាប់រងានឹងឈឺចាប់ធ្លាប់ត្រូវគេបោះបង់ចោលប៉ុន្តែគេមិនដែលធ្វើបាបខ្ញុំទេគេធ្លាប់ជួយខ្ញុំភ្នែកនោះស្ងៀមមួយសន្ទុះបន្ទាប់មកមហាបូជាចារសាច់ស្រាលដូច្នេះអ្នកចង់រារាំងជំនួសគេលីវរូយមិនឆ្លើយទេ
នាងអន់មើលពន្លឺស្រអាប់ក្នុងបេះដូងខ្លួននោះជាធម្មពលវិញ្ញាណស្រទន់ដែលខ្ញុំធ្លាប់ទុកក្នុងខ្លួននាងតាមពិតនាងដឹងពីយូរហើយគ្រាន់តែមិនដែលបោកអាត់កំបាំងប៉ុណ្ណោះក្នុងបន្ទប់ខ្ញុំដឹងពីបំណងរបស់នាងបេះដូងខ្ញុំធ្ងន់ភ្លាមលាវរូយានឈប់ភ្លាមនាងបានរើហើយរោមភ្នែករបស់គាត់ញ៉ាំបន្តិចប៉ុន្តែគាត់មិនបានឈប់ទេរៀមដៃដែលត្រូវខ្សែក្រអាត់កំបាំងរបស់កូនសម្ព័ន្ធជាប់លើកឡើងយ៉ាងទៅចន្លោះចិញ្ចើមពន្លឺពណ៌សុទ្ធបញ្ចេញពីចន្លោះចិញ្ចើមរបស់គាត់ក្នុងពេលជាមួយគ្នានៅចម្រៅក្នុងទ្រូងរបស់គាត់ពន្លឺពណ៌កញ្ចក់ថ្លាស្រាលមួយខ្សែបានលេចឡើងសម្ពាធដ៏ខ្លាំងបានសង្កត់ចុះភ្លាមមហាបូជាចារ្យនិយាយដោយសំឡេងត្រជាក់ជាងមុនបន្តិចថាគួរឲ្យស្ដាយណាស់បេះដូងកញ្ចក់ថ្លាទោះក៏មកយ៉ាងណាក៏មិនគួរចូលពាក់ព័ន្ធរឿងនេះដែរលាវរូយានលើកក្បាលឡើងបបោមាត់របស់គាត់ស្លេកស្លាំងតែខ្សែភ្នែករបស់គាត់នៅតែមកមួយទីបំផុតគាត់និយាយបានមួយប្រយោគពេញលេញពីមុនគ្មាននរណាការពារនាងទេឥឡូវនេះមានខ្ញុំហើយភ្លាមនោះគាត់បានដុតបញ្ឆេះធម្មពលវិញ្ញាណសង្គ្រោះជីវិតនោះពលឺវិញ្ញាណនិងពលឺកញ្ចក់ថ្លាបានផ្ទុះឡើងព្រមគ្នាខ្សែក្រាចចុកដែលរំជាប់នាងបានបែកដាច់មួយស្នូគម្ពីរដែលសង្កត់លើសតថ្មញយ៉ាងខ្លាំងជាលើកដំបូងសម្លេងរបស់មហាបូជាចារ្យបង្ហាញការភ្ញាក់ផ្អើលឯងហ៊ានលាវរូយានមិននិយាយអ្វីទៀតឡើយធម្មពលបានសាយភីចេញពីខ្លួនគាត់បុកចំស្នូគម្ពីរនៅកណ្ដាលអាកាសទីប្រជុំជនឈីងយូទាំងមូលត្រូវពលឺពណ៌សគ្រប់ដណ្ដប់រូបស្រមោលរបស់មហាបូជាចារ្យផ្លឹបមួយក្នុងស្នាមព្រះនៅលើមុខចាស់នោះមានតែភាពត្រជាក់សាហាវស៊ីអីបើឯងចង់ត្រឡប់ទៅកោសម្ព័ន្ធចោនេះហើយជាមនុស្សដំបូងដែលត្រូវស្លាប់ដោយសារគម្ពីរបានបែកខ្ទេចទាំងស្រុងលាវរូយានក៏ដួលចុះដូចជាអស់កម្លាំងទាំងស្រុងចុងក្រោយក្នុងបន្ទប់បានរលត់ខ្ញុំបើកភ្នែកឡើងស្រមោលកន្ទុយ9បានពន្លាតឡើងភ្លាមទ្វារធំទូបែកខ្ញុំរត់ចេញទៅក្នុងទីធ្លាញញញពេញទៅដោយកំទេចកំទីខ្សែសត្វបែកខ្ទេចគ្រប់ទីកន្លែងលាវរូយានដេកនៅមុខទ្វារថ្មដូចជាកំពុងដេកលក់ប៉ុន្តែព្រលឹងរបស់គាត់កំពុងរលាយបាត់ខ្ញុំអន់ចុះយកច្រមុះប៉ះធ្វរបស់គាត់គ្មានការឆ្លើយតបពេលនោះបេះដូងខ្ញុំដូចត្រូវហែកជាបំណែកខ្ញុំចង់ដេញតាមរូបគម្ពីរនោះចង់ហែកមហាបូជាចារ្យជាបំណែកចង់ត្រឡប់ទៅកោសម្ព័ន្ធចោសម្រាប់ភ្លាមប៉ុន្តែខ្ញុំមិនអាចព្រលឹងរបស់គាត់កំពុងរលាយបើខ្ញុំយឺតសំបីតែមួយដងមិនអាចត្រឡប់មកវិញបានទៀតឡើយខ្ញុំបង្ខំទុកកំហឹងខំចុងអណ្ដាតឲ្យបែកបន្តឈាមដាំកំណត់ទៅលើដីខ្យល់ត្រជាក់នៃនរកទាំង9បានសាយចេញដោយមានគាត់ជាចំណុចកណ្ដាលគម្ពីរប្រមូលព្រលឹងមួយបន្ទាត់បានលេចឡើងគម្ពីរប្រមូលព្រលឹងត្រូវបានបង្កើតគាត់ចូលក្នុងគម្ពីរទីបំផុតវាប្រែក្លាយជាគ្រីស្តាលទឹកកកខ្លាមួយខ្ញុំអន់ក្បាលឯកលើគ្រីស្តាលទឹកកកសំឡេងស្អប់រហូតស្ទើរមិនដូចសំឡេងខ្លួនឯងលាវរូយានអ្នកធ្លាប់និយាយថានឹងរងចាំខ្ញុំលើកនេះដល់វិញខ្ញុំរងចាំអ្នកវិញក្នុងគ្រីស្តាលទឹកកកគ្មានសំឡេងឆ្លើយតបព្រលឹងចុងក្រោយមួយខ្សែត្រូវគម្ពីរប្រមូលព្រលឹងរក្សាទុកបានយ៉ាងលំបាកខ្ញុំបិទភ្នែកពេលបើកឡើងវិញក្នុងភ្នែកនៅសល់តែចេតនាសម្រាប់ដល់ត្រជាក់ខ្ញុំងាកខ្លួនយឺតមើលទៅទីនៃពិភពបិសាចខ្ញុំត្រូវតែត្រឡប់ទៅវិញដើម្បីគាត់ហើយក៏ដើម្បីហែករបាំងការកុហកនេះដោយដៃខ្លួនឯងខ្ញុំយកគ្រីស្តាលទឹកកកចាក់ចេញពីទីប្រជុំជនឈីងយូលាវរូយានដេកស្ងៀមនៅខាងក្នុងមុខមាត់ស្លេកស្លាំងដូចជាបែកខ្ទេចបានគ្រាន់តែប៉ះបន្តិចខ្ញុំប្រើខ្យល់ត្រជាក់នៃនរកទាំង9លើគាត់ធ្វើដំណើរខ្ញុំងើបមុខមើលទៅឆ្ងាយទីនោះពីដើមគ្រាន់តែជាភ្នំស្ងាត់ក្នុងពិភពមនុស្សប៉ុន្តែក្នុងភ្នែកខ្ញុំចម្រៅជួបភ្នំមានច្រកចូលស្រាលមួយនោះជាផ្លូវចាស់ដែលភ្ជាប់កោសម្ព័ន្ធចោទៅកាន់ពិភពមនុស្សកាលពីមុនខ្ញុំត្រូវគេបោះចូលអណ្ដូងព្រៃដាច់ស្រយាលហើយរសាត់តាមទន្លេងឹតមកដល់ពិភពមនុស្សថ្ងៃនេះខ្ញុំនឹងដើរពីពិភពមនុស្សត្រឡប់ទៅវិញក្នុងលំហអាកាសព្រលឹងកន្ទុយ9របស់ខ្ញុំភ្លឺឡើងបន្តិចភ្លើងព្រលឹងហូរពេញរាងកាយមួយរំពេចលំហអាកាសកើតជារលកហើយស្នាមប្រេះមួយបើកឡើងយឺតក្លិនអាយុនៃពិភពបិសាចបក់មកចំមុខទាំងសាំទាំងចម្លែកបន្ទាប់ពីឆ្លងចូលគឺជាជួបភ្នំឈីងឈីវនៅព្រំដែនកោសម្ព័ន្ធចោនៅពេលខ្ញុំឈានចូលពិភពបិសាចជួបភ្នំឈីងឈីវទាំងមូលស្ងប់ស្ងាត់មួយរំពេចគម្ពីរការពីភ្នំជាច្រើននៅឆ្ងាយហាក់ដូចជាដឹងអ្វីមួយបានភ្លឺពន្លឺស្រូងជាបន្តបន្ទាប់មិនយូរប៉ុន្មានសម្លេងជើងរត់យ៉ាងប្រញាប់បានលាន់ឡើងលើផ្លូវភ្នំអ្នកយាមកោសម្ព័ន្ធចោជាច្រើនអ្នកបានរត់មកពួកគេដើមឡើយកំពុងយាមនៅអាងទន្លេនរណាហ៊ានលួចចូលសូមបង្ហាញអត្តសញ្ញាណប៉ុន្តែពេលពួកគេឃើញមុខខ្ញុំច្បាស់សម្លេងក៏ស្ងាត់ភ្លាមឆ្មាំទាំងនោះស្លេកមុខភ្លាមមិនអាចទៅរួចទេអង្គម្ចាស់ច្បងមិនមែនស្លាប់ទៅហើយឬពួកគេមិនហ៊ាននិយាយបន្តទេតែខ្ញុំដឹងថាពួកគេចង់និយាយអ្វីខ្ញុំសម្លឹងពួកគេដោយក្រសែភ្នែកត្រជាក់មែនហើយឆ្មាំទាំងនោះឈរស្ងៀមនៅនឹងកន្លែងម្នាក់ខំប្រមូលស្មារតីហើយនិយាយថាសូមបញ្ឈប់ជនជាតិបរទេសមិនអាចចូលបានទេខ្ញុំលើកភ្នែកសម្លឹងគេជនជាតិបរទេសពីរពាក្យនោះលាន់ចេញពីមាត់ខ្ញុំដោយតែឆ្មាំនោះស្លេកមុខភ្លាមអ្នកម្នាក់ក្បែរនោះទីបំផុតស្គាល់ខ្ញុំព្រះអង្គម្ចាស់ជាយូជុំវិញស្ងប់ស្ងាត់ទាំងស្រុងពាក្យអង្គម្ចាស់ច្បងក៏ស្ដាប់ទៅដូចជារឿងកំប្លែងខ្ញុំមិនឆ្លើយគ្រាន់តែបន្តដើរទៅមុខឆ្មាំដកថយដោយស្វ័យប្រវត្តិគ្មាននរណាហ៊ានរារាំងទេក្នុងក្រសែភ្នែកពួកគេមានទាំងការភ័យខ្លាចនិងការស្អប់ខ្ពើមដែលលាក់មិនចិត្តនៅតែដូចពីមុនមិនយូរប៉ុន្មានមនុស្សជាទីចោកាន់តែច្រើនមកដល់ពួកគេឈប់ពីចម្ងាយមិនហ៊ានចូលចិត្តពិតជាភាសាកញ្ជ្រោងស្មែនគេមិនមែនត្រូវបោះចូលអណ្ដូងស្ងួតទេរបស់ដែលនៅក្បែរគេនោះជាអ្វីថាមពលត្រជាក់ខ្លាំងណាស់សំឡេងសឹបស៊ីវចូលត្រជាក់ខ្ញុំធ្វើដូចមនុស្សរហូតដល់មានអ្នកម្នាក់សិតថាតារាចង្រៃត្រឡប់មកហើយខ្ញុំបញ្ឈប់ជំហានអ្នកនោះភ័យញ័រភ្លាមខ្ញុំងាកក្បាលយឺតអ្នកនិយាយជាយុវជនជាតិចម្នាក់មុខគេស្លេកស្លាំងច្បាស់ជាមិននឹកស្មានថាខ្ញុំនោះទេពីមុនខ្ញុំធ្លាប់ឮពាក្យបែបនេះរាប់មិនអស់ខ្ញុំគ្រាន់តែសម្លឹងគេខ្យល់ត្រជាក់នៃលោកក្រោមដីបានឡើងរំជើងគេភ្លាមនោះគ្មានអ្នកណាហ៊ាននិយាយទៀតខ្ញុំឡើងជណ្ដើរថ្មគួសមុខទ្វារវាំងក៏មានមនុស្សជាច្រើនកំពុងរងចាំមានព្រឹទ្ធាចារ្យឲ្យកោសម្ព័ន្ធវាំងនិងសិស្សរបស់មហាបូជាចារ្យមេសិស្សស្រឡាំងកាំងពេលឃើញខ្ញុំតែភ្លាមក៏ធ្វើមុខតឹងឯងនៅហ៊ានត្រឡប់មកវិញទៀតខ្ញុំជប់លើជណ្ដើរហើយលើភ្នែកសម្លឹងគេហើយមហាបូជាចារ្យចេញមកសិស្សបូជាចារ្យសាច់ចំអកតារាចង្រៃដែលត្រូវបណ្ដេញចេញពីកោសម្ព័ន្ធក៏សំហៅឈ្មោះមហាបូជាចារ្យផ្ទាល់ដែរពេលពាក្យនោះទៅចប់ដំបងវេទមុនក្នុងដៃគេបែកជាបំណែកគេស្លេកមុខហើយដកថយទាំងភ័យខ្ញុំមិនបានប៉ះគេទេខ្ញុំគ្រាន់តែនិយាយស្រាលថាថ្ងៃនេះខ្ញុំគ្មានពេលលេងជាមួយអ្នកទេសិស្សបូជាចារ្យជាច្រើនអ្នកចូលមកព្រមគ្នាគេថាវេទជាច្រើនហោះសំដៅមកខ្ញុំតែមិនទាន់ដល់ផងត្រូវកន្ទុយកញ្ជ្រោងមួយវីទម្លាក់ភ្លើងត្រជាក់ពណ៌ខៀវឆេះតាមគេថាមួយរំពេចក៏คล้ายជាផេះសិស្សបូជាចារ្យទាំងអស់បដូរពណ៌មុខនេះជាវេទអ្វីខ្ញុំកាន់អំណាចនៃលោកក្រំដីជារបស់ដែលមហាបូជាចារ្យខ្លាចបំផុតពេលលើពាក្យពីលោកក្រំដីព្រឹទ្ធាចារ្យអាចារ្យស្លេកមុខភ្លាមហាក់ដូចជានឹកឃើញរឿងអ្វីមួយតែភ្លាមក៏ត្រូវការភ័យខ្លាចគ្រប់ដណ្ដប់នៅពេលនោះសំឡេងជើងរត់យ៉ាងច្របូកច្របល់លាន់ពីក្នុងវាំងសំឡេងដែលខ្ញុំស្គាល់មួយបានលាន់ឡើងរាងកាយខ្ញុំរឹងមួយផ្លែតហ្វូមនុស្សបើកផ្លូវស៊ីចិននិងនាងលីងដើរចេញពីចុងច្រកមើលទៅពួកគេប្រញាប់មកស៊ីចិនស្លេកមុខជាងមុននាងលីងឈរស្ងៀមពេលឃើញខ្ញុំភ្នែករបស់នាងមើលមកខ្ញុំរួចមើលទៅក្បែរខ្ញុំហើយមកវិញចុងក្រោយសម្លឹងខ្ញុំមិនដាក់ភ្នែកពេលឃើញវិញ្ញាណកញ្ជ្រោងកន្ទុយ9បបោមាត់នាងស្លេកបន្តិចម្ដងបាយហូពិតជាអញមែន
ខ្ញុំសម្លឹងពួកគេចិត្តខ្ញុំស្ងប់ជាងដែលគិតគ្មានទាំងការអន់ចិត្តឬការរំពឹងទុកនៅសល់តែភាពត្រជាក់ប្រងើយកណ្ដាលកាលពីមុនខ្ញុំធ្លាប់ស្រមៃរាប់មិនអស់បើថ្ងៃណាមួយខ្ញុំត្រឡប់មកទាំងរស់តើពួកគេនឹងស្ដាយក្រោយទេតើពួកគេនឹងអបខ្ញុំទេតើពួកគេនឹងនិយាយថាកុំសុំទោសតតែដល់ពេលនេះទើបខ្ញុំដឹងថាខ្ញុំលែងត្រូវការវាទៀតហើយខ្ញុំមិនឆ្លើយតបនឹងលេងឆេទេខ្ញុំគ្រាន់តែមើលទៅ Shijen ហើយសួរថាប្រលឹងចង្គៀងនៅណា Shijen ស្ទាក់ស្ទើរគេដូចជាមិននឹកស្មានថាពាក្យដំបូងដែលខ្ញុំសួរគឺជារឿងនេះទេ Crystal ទឹកកកក្បែរខ្ញុំបង្វិលយឺតមុខរបស់លឺរួយបានបង្ហាញឡើងលេងឆេឃើញមនុស្សក្នុង Crystal ហើយភ្នែកគេបញ្ចេញអារម្មណ៍ស្មុគស្មាញគាត់ជាមនុស្សដែលបានសង្គ្រោះខ្ញុំកាត់ពាក្យគេគាត់ក៏ជាមនុស្សតែម្នាក់ដែលធ្លាប់ការពារខ្ញុំដែរមុខរបស់លេងឆេស្លេកស្លាំងភ្លាម Shijen បាត់មាត់ប៉ុន្តែមិនអាចនិយាយបានមួយម៉ាត់ខ្ញុំបន្តថាប្រលឹងរបស់គាត់ចិត្តរលាយហើយខ្ញុំចង់បានប្រលឹងចង្គៀងហើយក៏ចង់បានគ្រាប់ប្រលឹងទឹកកករបស់ខ្ញុំវិញដែរពេលពាក្យគឺគ្រាប់ប្រលឹងទឹកកកលាន់ចេញមកបរិយាកាសជុំវិញស្មភ្លាមមុខមកជន់ជីទីចកក៏ប្រែប្រួលរឿងដល់គ្រាប់ប្រលឹងកាលពីឆ្នាំនោះមិនមែនគ្រប់គ្នាសុទ្ធតែបានឃើញតទេប៉ុន្តែគ្រប់គ្នាសុទ្ធតែធ្លាប់ឮគ្រាប់ប្រលឹងរបស់កូនប្រុសច្បងត្រូវបានយកទៅជួយហៅពេលនោះគ្មាននរណាគិតថាវាខុសទេពួកគេថាបើរបស់តារាចង្រៃអាចជួយអង្គចាស់ក៏ជាសំណាងរបស់គេដែរថ្ងៃនេះខ្ញុំមកទាមទាររបស់នោះវិញទើបពួកគេដឹងថាវាមិនមែនគ្រាន់តែជាគ្រាប់ប្រលឹងមួយទេវាជាជីវិតដែលត្រូវបានឆក់ចេញពីរាងកាយខ្ញុំដោយបង្ខំភ្នែករបស់លេងឆេក្រហមឡើងភ្លាមយេកាលនោះខ្ញុំកាត់ពាក្យគេដោយត្រជាក់កុំនិយាយទៀតខ្ញុំមិនត្រឡប់មកវិញដើម្បីស្ដាប់ការពន្យល់របស់អ្នករាងកាយរង្គោះរង្គើ Shijen ប្រញាប់ទប់គេគាត់និយាយទាំងទឹកមុខជាចាប់ប្រលឹងចង្គៀងនៅលើអាសនៈរបស់ជនជាតិចោក្រោមការយាមរបស់មហាបូជាចាខ្ញុំញឹមត្រជាក់អីចឹងឲ្យគេចេញមក Shijen ស្ងៀមមួយផ្លែតថ្ងៃនេះជាពិធីធំរបស់ Hewer អាសនៈត្រូវបានបិទរួចហើយភ្លើង Phoenix ក្នុងខ្លួនខ្ញុំរវើកឡើងបន្តិចខ្ញុំនឹកឃើញសារពី Jeshosak មុនពិធីរបស់ជនជាតិចោមិនអាចមានកំហុសបានឡើយខ្ញុំក៏នឹកឃើញពាក្យរបស់អាចារ្យឲ្យចោដូច្នេះពេលវេលាបានមកដល់ហើយខ្ញុំមើលទៅចម្រៃវិមានពួកអាប់កំពុងក្រឡុកអរិយអវិជ្ជមានមួយខ្សែកំពុងឡើងពីទីអាសនៈខ្ញុំញឹមត្រជាក់ល្អណាស់ខ្ញុំនឹងចូលទៅដល់ខ្លួនឯងមុខរបស់ពួកគេប្រែពណ៌ភ្លាមយើមិនបានទេថ្ងៃនេះជាពិធីតែហេវទទួលតំណែងជាមេកោសម្ព័ន្ធបុរសនិងចាស់ទុំទាំងអស់សុទ្ធតែនៅទីនោះបើអ្នកបង្ខំចូលនឹងមានរឿងធំកើតឡើងទីបំផុតខ្ញុំងាកមើលគេរឿងធំមែនទេខ្ញុំស្ទើរតែខ្សឹបពាក្យនោះម្ដងទៀតកាលពីឆ្នាំនោះពេលអ្នករុញខ្ញុំឡើងអាសនៈបូជាហេតុអ្វីនឹងខ្លាចរឿងធំមុខរបស់លេងឈីស្លេកស្លាំងភ្លាមខ្ញុំឡើងជណ្ដើរចុងក្រោយស្រមោលកន្ទុយ9លាតសន្ធឹងពីក្រោយខ្នងខ្ញុំយឺតខ្យល់ត្រជាក់រົບដណ្ដប់ពេញទីធ្លាវិមានចេញផ្លូវថ្ងៃនេះអ្នកណាហ៊ានរារាំងខ្ញុំអ្នកនោះជាអ្នករួមដៃនឹងមហាវិនាខ្ញុំលើកភ្នែកឡើងសញ្ញាវិញ្ញាណកន្ទុយ9ភ្លឺនៅចំកណ្ដាលចិញ្ចើមសម្ពាធពីខ្សែឈាមបានសង្កត់ចុះភ្លាមជួនជាតិចោះទាំងអស់មានអារម្មណ៍ថាដង្ហើមតឹងក្នុងទ្រូងចាស់ទុំជាច្រើនមុខស្លេកនេះជាកន្ទុយ9មិនអាចទៅរួចចោះធ្វើម៉េចអាចមានរូបកន្ទុយ9ខ្ញុំមិនខ្វល់ពួកគេទេខ្ញុំដើរកាត់កណ្ដាលហ្វូងមនុស្សខ្ញុំងើបមើលទៅលើអាសនៈនៅកណ្ដាលភ្លើងបង្ក្រាបមានអារម្មណ៍ថាមពលកញ្ជ្រោងក្រហមមួយកំពុងតស៊ូខ្ញុំញាក់ចិត្តបន្តិចដូច្នេះប្អូនប្រុសដែលគេថ្នាក់ក្នុងបំផុតថ្ងៃនេះក៏ក្លាយជាយីបូជារបស់ពួកគេដែរគួរឲ្យអស់សំណាច់ណាស់គ្រីស្ដាល់ទឹកក៏អណ្ដែតនៅក្បែរខ្លួនលីវរូយៀនកំពុងដេកយ៉ាងស្ងប់ស្ងាត់ខ្ញុំនិយាយស្រាលថាចាំខ្ញុំនឹងយកវាមកវិញឲ្យបានឆាប់និយាយចប់ខ្ញុំក៏ឡើងទៅកាន់ទ្វារអាសនៈនៅលើច្រាំងមួយរំពេចធម្មពលត្រជាក់នៃជីវយូទាំង5-4 ហ្វីតដ៏ធំត្រូវបានទ្រពដណ្ដប់ដោយទឹកកកជាបន្តមកក៏បែកភ្លេចភ្លាមអណ្ដាតភ្លើងគម្ពីរពណ៌ក្រហមងឹតស៊ូចេញពីក្រោយទ្វារខ្ញុំឈានចូលក្នុងអាសនៈនៅពីក្រោយខ្ញុំស្ដេចធ្មន់នឹងលីនស៊ីក៏ដេញចូលមកដែរតែមួយរំពេចជំហានរបស់ពួកគេក៏ជាប់ទាំងនៅនឹងកន្លែងនៅលើអាសនៈតាមមានពិធីស្នងតំណែងម្ចាស់វ័យក្មេងឯណាជុំវិញវេទិកាខ្ពស់ពួកអាវុសោនៃកោសម្ព័ន្ធអ៊ូនិងមេកោសម្ព័ន្ធទាំងអស់សុទ្ធតែអង្គុយនៅទីតាំងរបស់ខ្លួនពន្លឺវិញ្ញាណនៅចន្លោះចិញ្ចើមរបស់ពួកគេត្រូវបានគម្ពីរទាញយកជាបន្តកណ្ដាលអាសនៈនៅចំកណ្ដាលគម្ពីរលេខ10ត្រូវបានច្រវាក់វិញ្ញាណ9ខ្សែចុងជួរនៅលើអាកាសទឹកមុខរបស់គេស្លេកស្លាំងស្ទើរតែថ្លាមានលំនាំលោហៈមួយអណ្ដែតនៅមុខបេះដូងរបស់គេគម្ពីរកំពុងស្រូបយកកម្លាំងវិញ្ញាណរបស់គេមិនឈប់នៅពីក្រោយគេមានគ្រាប់ក្នុងខ្លួនពណ៌ខៀវចាស់មួយអណ្ដែតវាកំពុងបញ្ចូលធម្មពលចូលទៅក្នុងគម្ពីរឥតឈប់ឈរខ្ញុំគ្រាន់តែក្រឡេកមើលមួយផ្លែភ្នែករបស់ខ្ញុំក៏ត្រជាក់ស្លាប់ភ្លាមនោះគឺជាគ្រាប់ស្នូទឹកកកអាកំបាំងរបស់ដែលពួកគេដកចេញពីរាងកាយខ្ញុំឥឡូវវាបានក្លាយជាស្នូទុកគម្ពីរស្រូបវិញ្ញាណនេះលីនស៊ីគប់មាត់ថយក្រោយទាំងភ្ញាក់អើទឹកមុខស្ដេចថ្មស្លេកស្លាំងសម្លឹងទៅកាន់កំពូលអាសនៈភ្លាមមហាបូជាចារនេះជារឿងអ្វីឲ្យប្រាកដនៅលើកំពូលអាសនៈមហាបូជាចារបែរខ្លួនមកយឺតពេលគាត់ឃើញខ្ញុំក្នុងភ្នែកគ្មានភាពភ្ញាក់អើឡើយមានតែការសោកស្ដាយបន្តិចបន្តួចទីបំផុតអ្នកនៅតែត្រឡប់មកវិញខ្ញុំមិនបានមើលគាត់ទេក្រសែភ្នែករបស់ខ្ញុំធ្លាក់ទៅលើលេខ10នៅកណ្ដាលគម្ពីរលេខ10ហាក់ដូចជាបានឃើញខ្ញុំដែរគេលើកក្បាលឡើងយ៉ាងលំបាកភ្នែកស្រពេចស្រពើបងធំពាក្យទាំងពីរនេះស្អប់រហូតស្ទើរតែមនុស្សទឹកមុខខ្ញុំមិនប្រែប្រួលឡើយតែលីនស៊ីបានដួលរំភ្លាមនាងស្រែកយំហើយចង់រត់ទៅរកគេតែត្រូវភ្លើងគម្ពីរបង្ខំឲ្យថយក្រោយមហាបូជាចារនិយាយស្ងប់ថាកុំប្រញាប់អង្គម្ចាស់ទី2កំពុងបំពេញវាសនាស្ថានសួគ៌ម្ចាស់កត្រីងើបក្បាលឡើងភ្លាមថាវាសនាស្ថានសួគ៌អ្វីគេច្បាស់ជាទ្រាំលេងបានហើយមិនមែនថាថ្ងៃនេះជាពិធីស្នងតំណែងម្ចាស់វ័យក្មេងរបស់ហៅអេទេមែនហើយមហាបូជាចារញឹមតិចបន្ទាប់ពីការបញ្ចប់ការបូជាគេនឹងក្លាយជាមនុស្សសំខាន់បំផុតរបស់កូរសម្ព័ន្ធចកទឹកមុខលីនស៊ីកាន់តែស្លេកស្ដេចថ្មក៏សម្លឹងគាត់មិនដាក់ភ្នែកនិយាយឲ្យច្បាស់មហាបូជាចារដកដង្ហើមធំមួយមកដល់ពេលនេះហើយក៏គ្មានអ្វីត្រូវលាក់ទៀតដែរគាត់លើកដៃឡើងចង្អុលស្រាលទៅកាន់គម្ពីរទាំងមូលនៅលើអាសនៈភ្លឺឡើងភ្លាមធម្មពលវិញ្ញាណក្នុងខ្លួនមនុស្សនៃកោសម្ព័ន្ធអ៊ូត្រូវបានស្រូបកាន់តែលឿនអាវុសោជាច្រើនទឹកមុខស្លេកស្លាំងតែត្រូវគម្ពីរសង្កត់ជាប់មិនអាចកម្រើកបានមហាបូជាចារនិយាយយឺតលំនាំនៅលើបេះដូងរបស់គេដើមឡើយគឺជារបស់ដែលនិកាយជូសៀវផ្ញើមករូបកាយរបស់លេខ10បរិសុទ្ធណាស់សមបំផុតសម្រាប់ធ្វើជាឆ្នាំឆ្នាំរីឯគ្រាប់ស្នូទឹកកកអាចកំបាំងរបស់អ្នកអាចទប់កម្លាំងសេះសនៃសរសៃងឹតក្នុងគម្ពីរបានចំណែកកោសម្ព័ន្ធចករបស់អ្នកគាត់ផ្អាកបន្តិចលើមុខបង្ហាញស្នាមញឹមដ៏គួរឲ្យអាណិតខ្សែឈាមបរិសុទ្ធឆ្អឹងវិញ្ញាណល្អឥតខ្ចោះសមបំផុតសម្រាប់យកទៅចម្រាញ់ជាថ្នាំគ្រាប់ក្នុងអាសនៈស្ងប់ស្ងាត់ដូចទីបញ្ចុះសុខបន្ទាប់មកភាពភ័យខ្លាចបានផ្ទុះឡើងដូចរលកយកទៅចម្រាញ់ជាថ្នាំគ្រាប់មានន័យថាម៉េចមហាបូជាចារអ្នកឈួតហើយឬអ្នកចង់សម្លាប់កោសម្ព័ន្ធចកទាំងមូលឬទឹកមុខមហាបូជាចារនៅតែដដែលមិនមែនខ្ញុំចង់សម្លាប់អ្នកទេគឺជាវាសនារបស់អ្នកបែបនេះ
ក៏សម្ព័ន្ធអ៊ូបានទុនខ្សោយអស់ជាច្រើនឆ្នាំបើមិនខ្លាយជាឆ្នាំអង្តាក់ទីបំផុតក៏គ្រាន់តែរស់ទាំងលំបាកប៉ុណ្ណោះពណ៌ឈាមចុងក្រោយលើមុខស្ដេចថ្មបានរលាយបាត់ប៉ុន្មានឆ្នាំនេះពិធីសុំសេរីមង្គលដែលអ្នកថាសុទ្ធតែជាការរៀបចំគម្ពីរមែនទេមហាបូជាចាយញឹមទីបំផុតព្រះរាជាបានឆ្លាតដំណោះហើយលីនស៊ីញ៉ោពេញខ្លួនចុះអេនោះវិញទំនាយអំពីខ្លះជាគ្រោះមហន្តរាយក៏ជារឿងដែលអ្នកប្រឌិតដែរមហាបូជាចាយមើលមកខ្ញុំនៅក្នុងភ្នែកទីបំផុតបង្ហាញអារម្មណ៍ពិតបន្តិចខ្លះតែងតែស្រឡាញ់ការសម្លាប់ជាពិសេសបើភ្លើងប្រលឹងសរសៃអាកំបាំងរបស់វាភ្ញាក់ឡើងទីក្រុងនេះនឹងមិនអាចទប់វាបានទេដូច្នេះវាត្រូវតែត្រូវបានបណ្ដេញចេញល្អបំផុតគឺបាត់ខ្លួនជារៀងរហូតក្នុងអណ្ដូងវិញ្ញាណស្លាប់គាត់និយាយយ៉ាងស្មុគស្ងាត់ហាក់ដូចជាកំពុងនិយាយរឿងតូចមួយដែលគួរតែជាបែបនេះលីនស៊ីរៀងកាយរញ្ជួយស្ទើរតែឈោមមិននឹងស៊ីជិនក្តាប់ដែលជាប់ចុងម្រាមដៃស្លេកដូច្នេះការនោះការប្រែកាយរបស់ស៊ីហាវដែលមិនស្ថិរភាពក៏ជាអ្នកដែលដឹកនាំដែរមហាបូជាចាយនិយាយបើគ្មានរឿងនេះទេពួកអ្នកធ្វើម៉េចនឹងដាច់ចិត្តដល់គ្រប់នៃកណ្ដាលសន្និមកមើលខ្ញុំភ្លាមទឹកភ្នែកហូរចេញភ្លាមខ្ញុំមិនបានមើលគាត់ទេកាលពីមុនខ្ញុំធ្លាប់រងចាំការពិតនេះតែពេលនេះការពិតបានមកដល់ខ្ញុំមានអារម្មណ៍ត្រឹមតែត្រជាក់ប៉ុណ្ណោះស៊ីជិននិយាយដោយពួកយើងសុទ្ធតែត្រូវអ្នកបោកមហាបូជាចាយញឹមអ្នកដែលរុញគាត់ឡើងទៅភ្នំជូលីងកានោះគឺពួកអ្នកប្រហែលជាអ្នកដែលបោះគាត់ចូលអណ្ដូងវិញ្ញាណស្លាប់ក៏ជាពួកអ្នកដែរខ្ញុំគ្រាន់តែផ្ដល់ហេតុផលឲ្យពួកអ្នកប៉ុណ្ណោះសុំទោសមកលីនស៊ីស្លេកដូចក្រដាស់គាត់មើលមកខ្ញុំបបោមាត់ញ័រទីបំផុតខ្ញុំងាកមើលគាត់មួយភ្លែតក្នុងភ្នែកគាត់ពោពេញដោយការសោកស្ដាយបើជាពីមុនបេះដូងខ្ញុំនឹងឈឺណាស់នឹងសួរគាត់ថាហេតុអ្វីទើបជឿខ្ញុំឥឡូវនេះតែឥឡូវខ្ញុំគ្រាន់តែមើលគាត់ដោយស្ងប់ស្ងាត់ហើយនិយាយថាមិនចាំបាច់អ្វីដែលពួកអ្នកជំពាក់ខ្ញុំនឹងយកមកវិញនៃលីនស៊ីស្រកចុះខ្ញុំងើបមើលសញ្ញានោះនៅក្នុងចិត្តចាប់ពីថ្ងៃនេះទៅនិស័យរវាងយើងមិនចប់ត្រឹមនេះលីនស៊ីរញ្ជួយខ្លួនមួយទំហឹងគ្រូបិទភ្នែកយឺតមុខហាក់ដូចជាចាស់ទៅភ្លាមជាច្រើនឆ្នាំតែខ្ញុំមិនបានមើលពួកគេទៀតទេមហាបូជាចារហាក់ដូចជាបានរឿងកំ pl ែងមួយគាត់ងើបក្បាលឡើងយឺតអ្នកគិតថាបន្ទាប់ពីរួមបញ្ចូលប្រលឹងសំណោក្នុងការចម្លែករោងអាគមរបស់ខ្ញុំបានឬភ្លើងប្រលឹងសរសៃអាកំបាំងលើខ្លួនអ្នកកាន់តែខ្លាំងរោងអាគមនេះកាន់តែចូលចិត្តថ្ងៃនេះបើអ្នកមិនមកខ្ញុំនៅត្រូវចំណាយកម្លាំងបន្ថែមទៀតអ្នកមកបានល្អហើយភ្លើងក្រុងអាគមទុះឡើងភ្លាមអសអាគមអាក្រក់ភ្លឺឡើងក្នុងក្រុមស្រមោលខ្លះក្រហមនៅពីក្រោយស៊ីហាប់ឡើងដូចជាអាយ៉ងដែលមានខ្សែទីក្នុងពេលតែមួយក្របនៃក្រដានសនរបស់ខ្ញុំចាប់ផ្ដើមញ័រអសអាគមជាច្រើនលាតសន្ធឹងចេញពីក្របនៃក្រដានចាក់សោបេះដូងខ្ញុំសម្លេងមហាបូជាចាទៀតនឹងពោពេញដោយភាពឈួតលីលាខ្សែពូទាំងជ្រង9កន្ទុយនៃពិភពម្ចាស់ចុងក្រោយបើយកឈាមរបស់អ្នកបញ្ចូលក្នុងក្រុងអាគមទើបការលីឆ្នាំនេះបានពេញលេញពិតប្រាកដពួកពេញជ្រងជុំវិញទីបំផុតភ័យស្លន់ស្លោគេចង់រួចពីអាគមតែត្រូវអសអាគមក្រោមជើងសង្កត់ជាប់កម្លាំងវិញ្ញាណហូរបាត់មិនឈប់មានអ្នកអង្វរព្រះរាជាខ្លាសូមជួយពួកយើងផងម្ចាស់កត្រីសូមជួយពួកយើងអង្គម្ចាស់ទី11សូមជួយផងខ្ញុំបានរើសហើយប៉ុន្តែមិនបានធ្វើចលនាភ្លាមទេកាលពីមុនពេលពួកគេជឿខ្ញុំថាជាគ្រោះមហន្តរាយសម្លេងក៏ដូចនេះដែរមួយសម្លេងបន្ទាប់ពីមួយសម្លេងដែលមាននរណានិយាយការពីខ្ញុំសំបីពាក្យមួយឥឡូវនេះទីបំផុតពួកគេដឹងថាជឿហើយតែខ្ញុំមិនមកដើម្បីពួកគេទេខ្ញុំបន្ទាបភ្នែកមើលទៅក្បែរខ្លួនលីវរូយិនដេកស្ងប់ស្ងាត់នៅក្នុងនោះពេលបើកឡើងវិញអត្ថន័យទាំងអស់ក្នុងកែភ្នែកបានស្ងប់ជ្រាបខ្ញុំមិនប្រយុទ្ធដើម្បីពួកគេខ្ញុំប្រយុទ្ធដើម្បីគាត់ក៏ដើម្បីខ្សែពួកគេជ្រុងស្ផងដែរខ្ញុំបោះជំហានទៅមុខមួយជំហានស្រមោលកន្ទុយទាំង9នៅពីក្រោយសន្ធឹងយឺតភ្លើងប្រលឹងពណ៌ខៀវចម្រុះក្រហមចលនាពីលើផ្ទៃមេឃភ្លើងអាគមពណ៌ក្រហមងឹតត្រូវបង្ខំឲ្យរុញចេញទៅសងខាងទឹកមុខមហាបូជាចាទីបំផុតប្រែប្រួលបន្តិចអ្នកអាចបង្ហាញរូបកាយកន្ទុយខ្ញុំមិនបានឆ្លើយតបទេពន្លឺប្រលឹងកន្ទុយ9ភ្លឺឡើងស្រមោលកញ្ជ្រោងរាប់ម៉ឺនក្បាលបានពួកគេឈប់ស្ងៀមក្នុងភាពងឹតប្រៀបដូចជាការកាត់ទោសដែលយឺតពេលអស់រយៈពេល100ឆ្នាំមហាបូជាចាឲ្យស្រាប់តែលោតឈរឡើងភ្លាមអណ្ដាតភ្លើងបោកឡើងដល់មេឃធម្មពលវិញ្ញាណក្នុងខ្លួនមនុស្សគ្រប់គ្នាត្រូវបានស្រូបយកយ៉ាងឈួតលីលប្រមូលផ្ដុំជាសោភ្លើងមួយសម្រាប់មករកខ្ញុំលើកដៃឡើងកន្ទុយទាំង9លាតសន្ធឹងក្នុងពេលតែមួយដាវហៀងខ្វាងកាត់ចូលក្នុងជូរភ្លើងអាសនៈបូជាទាំងមូលញ័ររញ្ជួយយ៉ាងខ្លាំងសោភ្លើងត្រូវបានពុះជាពីរអ្នកជាកញ្ជ្រោងដែលជាប់ក្នុងទីតាំងកណ្ដាលសុទ្ធតែដកដង្ហើមបានធូរស្រាលស្នាមអក្សរនៅលើខ្លួនពួកគេស្រាលចុះបន្តិចក្រសែភ្នែករបស់មហាបូជាចាកាន់តែងឹតដល់ពេលហើយមិនទាន់ភ្ញាក់ទៀតលំនាំអាកំបាំងភ្លឺឡើងភ្លាមស្នាមវេទមន្តសង្កត់ចុះជាស្រទាប់លើស៊ីហាគាត់ធ្មោមួយសម្លេងកន្ទុយកញ្ជ្រោងក្រហមនៅពីក្រោយគាត់ចាប់ដើមបាត់បែនដោយនាំស្រមោលក្របនៃតានរបស់ខ្ញុំសម្រុកមករកខ្ញុំលីនស៊ីស្រែកយំស៊ីចានក៏ប្រែពណ៌មុខឈប់ដៃគាត់ទ្រាំមិនបានទេមហាបូជាចានិយាយដោយត្រជាក់បើមិនបែបនេះទេតើធ្វើដូចម្តេចទើបអាចសម្រេចបានក្នុងភ្នែករបស់ស៊ីហាបានត្រឡប់មកនៅស្មារតីច្បាស់មួយផ្លែកគាត់ឃើញខ្ញុំក៏ឃើញខ្លួនឯងជាប់ក្នុងស្នាមវេទមន្តបងធំសម្លេងគាត់ញ័រខ្ញុំឈឺណាស់ខ្ញុំសម្លឹងមើលគាត់កាលពីមុនគាត់ក៏ធ្លាប់ស្រែកថាឈឺបែបនេះដែរពេលនោះក្រុមកញ្ជ្រោងទាំងមូលសុទ្ធតែវិលជុំវិញគាត់ចំណែកខ្ញុំពេលត្រូវដកយកនេតានឈឺរហូតដោយបេះដូងត្រូវហែកជាបំណែកក៏គ្មានអ្នកណាដែរតែពេលនេះខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តទេតែភាពធុញទ្រាន់ប៉ុណ្ណោះខ្ញុំនិយាយដោយត្រជាក់ថាអត់ធ្មត់ទៅនេះជាវាសនាដែលពួកអ្នកជ្រើសរើសដោយខ្លួនឯងទឹកភ្នែករបស់ស៊ីហាវហូរចុះបងធំខ្ញុំដឹងថាខុសហើយខ្ញុំមិនអើពើនឹងគាត់ទេភ្លើងប្រលឹងកន្ទុយទាំង9ក៏ជាត្រាចាក់សោភ្លាមចាប់រឹតកន្ទុយកញ្ជ្រោងក្រហមស្នាមអាកំបាំងលើទ្រូងស៊ីហាវញ័រយ៉ាងខ្លាំងបន្លឺសម្លេងស្រែកមុតស្រួចមុខមហាបូជាចាប្រែពណ៌ភ្លាមអ្នកហ៊ានខ្ញុំលើកភ្នែកឡើងនេះជារបស់ខ្ញុំមិនមែនជាវិញអ្នកមកនិយាយថាហ៊ានឬមិនហ៊ានទេភ្លាមនោះរូបរាងខ្ញុំផ្លាស់ទីមកដល់មុខស្នាមវេទមន្តក្នុងមួយប៉ោះពេជ្រភ្នែកខ្ញុំលើកដៃសង្កត់លើស្នាមវេទមន្តភ្លើងប្រលឹងកន្ទុយទាំង9រំជាប់ខ្សែស្នាមវេទមន្តបន្តិចម្ដងទាញវាចេញពីដង្ហើមរបស់ស៊ីហាវក្នុងពេលជាមួយគ្នានោះនេតានទឹកក៏ខ្មៅដែលអន្តែពីក្រោយគាត់ញ័រយ៉ាងខ្លាំងពន្លឺពណ៌ខៀវស្រអាប់ទម្លុះស្នាមវេទមន្តហូរចូលកណ្ដាលចិញ្ចាំខ្ញុំមហាបូជាចាប្រែពណ៌មុខទាំងស្រុងគាត់លើកដៃបង្កើតត្រាវេទមន្តអសរវេទមន្តភ្លឺឡើងភ្លាមជ្រៅក្នុងអាសនៈបូជាចង្គៀងបុរាណមួយឡើងមកយឺតទូចង្គៀងធ្វើពីសម្រិតអណ្ដាតភ្លើងពណ៌ស្រអាប់ពេលវាបង្ហាញខ្លួនប្រលឹងរបស់លីវរូយៀនដែលស្ថិតក្នុងគ្រីស្តាល់ទឹកក៏ក្បែរខ្ញុំញ័របន្តិចចង្គៀងប្រមូលប្រលឹងភ្នែកខ្ញុំរួមទៅភ្លាមមហាបូជាចាសង្កេតឃើញក្រសែភ្នែករបស់ខ្ញុំស្រាប់តែញឹមចង់សង្គ្រោះនាងមែនទេអីចឹងចូលលើកជង្គង់ចុះគាត់លើកដៃក្តាប់មួយចង្គៀងប្រមូលប្រលឹងអន្តែតនៅកណ្ដាលអណ្ដាតភ្លើងរង្គើចិញ្ចាំរបស់លីវរូយៀនក្នុងគ្រីស្តាល់ទឹកក៏កន្តាក់បន្តិចប្រលឹងរបស់នាងកាន់តែស្រអាប់ខ្យល់ត្រជាក់ជុំវិញខ្លួនខ្ញុំទុះឡើងភ្លាមស្នាមញឹមរបស់មហាបូជាចាកាន់តែជ្រៅមើលទៅទីបំផុតអ្នកក៏មានចំណុចខ្សោយដែរកាលពីមុនពួកគេយកស៊ីហាវមកគំរាមអ្នកថ្ងៃនេះខ្ញុំយកនាងមកគំរាមអ្នកតើអ្នកលុតជង្គង់ឬមិនលុតអាសនៈបូជាស្ងប់ស្ងាត់ទាំងស្រុងស៊ីចាននិងលីនស៊ីមុខស្លេកស៊ីហាវដែលជាប់ក្នុងស្នាមវេទមន្តញ័រទាំងខ្លួន
អ្នកជាកញ្ជ្រោងទាំងអស់សម្លឹងមកខ្ញុំក៏សម្លឹងទៅមហាបូជីចារួចស្រាប់តែញឹមមហាបូជីចាជួនចិញ្ចាមអ្នកសាច់អ្វីខ្ញុំងើបក្បាលឡើងភ្លើងរលឹងកន្ទុយទាំង9ពីក្រោយខ្ញុំចេះឡើងបន្តិចម្ដងខ្ញុំសាច់ព្រួដល់ពេលនេះអ្នកនៅតែមិនយល់តាំងពីខ្ញុំវាចេញពីអណ្ដូងស្ងួតមកអ្វីដែលខ្ញុំស្អប់បំផុតគឺការត្រូវគេបង្ខំឲ្យជ្រើសរើសមុខមហាបូជីចាធ្លាក់ចុះខ្ញុំបោះជំហានមួយចេញខ្យល់ត្រជាក់ទូសៃពីតាមផ្ទៃអាសនៈបូជានេតានេះខ្ញុំនឹងយកស្នាមវេទមន្តនេះខ្ញុំនឹងបំផ្លាញខ្ញុំលើកភ្នែកឡើងស្នាមវិញ្ញាណកន្ទុយទាំង9ភ្លឺឡើងទាំងស្រុងអ្នកណាក៏ដោយដែលរារាំងខ្ញុំត្រូវស្លាប់ពេលពាក្យទាំងនេះធ្លាក់ចុះស្នាក់ពិធីទាំងមូលញ័ររញ្ជួយយ៉ាងមហាបូជីចាឲ្យមានទឹកមុខងឹតហើយចុះដល់ដីយ៉ាងធ្ងន់រអឹកក្រទុំអញគិតថាកន្ទុយ9ភ្ញាក់ឡើងនឹងអាចបំបែកមហាវិថីដែលខ្ញុំរៀបចំអស់100ឆ្នាំឬគេលើកដៃទ្រវីមួយអសរវិថីលើអាសនៈទាំងមូលភ្លឺឡើងព្រមគ្នាភ្លើងវិថីពណ៌ក្រហមងឹតហូរចូលពីគ្រប់ទីខ្លាចជារូបស្រមោលដ៏ធំមួយគ្រប់ដណ្ដប់លើខ្ញុំលេខ10និងជនជាតិកញ្ជ្រោងទាំងអស់ក៏ស្ថិតនៅក្នុងនោះដែរមនុស្សក៏សម្ព័ន្ធកញ្ជ្រោងទាំងអស់ស្លេកមុខទើបពេលនេះពួកគេទើបដឹងច្បាស់ថាពិធីធំនេះតាំងពីដើមមកគឺជាអន្ទាក់មួយស៊ីជិនស្ទុះទៅមុខចង់បំបែកវិថីតែទើបតែប៉ះភ្លើងវិថីក៏ស្ទើរតែលីជាធូលីលីនស៊ីជួយទប់គេសម្លេងញ័របងចិនស៊ីជិនសម្លឹងមហាបូជីចាយ៉ាងសម្លាប់ក្នុងភ្នែកលេចឡើងនៅកំហឹងដ៏ខ្លាំងជាលើកដំបូងមហាបូជីចាក៏សម្ព័ន្ធកញ្ជ្រោងជឿអ្នកអស់100ឆ្នាំតែអ្នកបែរជាធ្វើបាបជនជាតិរបស់ខ្ញុំបែបនេះមហាបូជីចាសាច់ត្រជាក់ជឿខ្ញុំពួកឯងជាអ្នកសុខចិត្តជឿដោយខ្លួនឯងពួកឯងចង់បានលៀបសក្ការៈចង់បានវាសនាស្ថានសុខចង់បានអ្នកស្នងតំណែងដែលស្អាតឥតខ្ចោះដូច្នេះពួកឯងបានបោះបង់កញ្ជ្រោងហើយបានបំផ្លាញកូនប្រុសច្បងរបស់ខ្លួនឥឡូវទៅមកបន្ទោសខ្ញុំមិនយូរពេកទេស៊ីជិនស្លេកមុខលីនស៊ីយំរហូតឈោស្ទើមិនជាប់ខ្ញុំមិនបានងាកក្រោយមហាបូជីចានិយាយមិនខុសទេពួកគេមិនមែនគ្មានទោសទេគ្រាន់តែល្ងងជាងគេប៉ុណ្ណោះប៉ុន្តែពេលនេះខ្ញុំគ្មានពេលកាត់ទោសពួកគេជាប្រមូលប្រលឹងនៅតែស្ថិតក្នុងដៃមហាបូជីចាប្រលឹងរបស់លាវរូយៀនកាន់តែខ្សោយទៅខ្ញុំដាក់ភ្លើងវិញ្ញាណរកឲ្យរីកសាយតាមអសរវិថីលើអាសនៈមកទៅសរសៃយូម៉ៃក្នុងសមុទ្រប្រលឹងភ្លឺឡើងភ្លើងវិញ្ញាណរកកន្ទុយ9ព្រមទាំងកញ្ជ្រោងស្នៅពីក្រោយខ្ញុំក៏លើកក្បាលឡើងនៅពេលនេះក្នុងភ្នែកមហាបូជីចាលេចឡើងនៅការភ័យខ្លាចជាលើកដំបូងពួកឯងសុទ្ធតែស្លាប់ហើយនៅតែចង់មកបំផ្លាញការងាររបស់ខ្ញុំទៀតឬស្រមោលកញ្ជ្រោងចំណាស់មួយលេចឡើងពីក្រោយខ្ញុំគឺជាអ្នកចាស់កញ្ជ្រោងក្នុងប៉មចាប់រលឹងនោះគាត់គ្រាន់តែសម្លឹងមហាបូជីចាមួយផ្លែតយើងមកយករបស់ដែលជារបស់សរសៃយូម៉ៃវិញភ្លាមនោះភ្លើងវិញ្ញាណរាប់ម៉ឺនបានហូរចូលអាសនៈភ្លើងវិថីក្រហមងឹតប៉ះទង្គិចនឹងភ្លើងវិញ្ញាណពណ៌ខៀវឡយទាំងមួយញ័រយ៉ាងខ្លាំងមហាបូជីចាខំថ្មីបញ្ជីវិថីបុរាណអសរវិថីក្រោមជើងកូនសម្ព័ន្ធកញ្ជ្រោងភ្លឺឡើងម្ដងទៀតកម្លាំងវិញ្ញាណរបស់ពួកគេត្រូវបានទាញចេញម្ដងទៀតមានអ្នកស្រែកដោយភ័យខ្លាចជួយផងខ្ញុំមិនចង់ស្លាប់ទេព្រះអង្គទី11សូមជួយពួកយើងផងខ្ញុំបន្លឺសំឡេងពិតមាត់សំឡេងទាំងអស់ស្ងប់ភ្លាមខ្ញុំលើកភ្នែកមើលស៊ីចិនថ្ងៃនេះខ្ញុំជួយពួកអ្នកមិនមែនព្រោះពួកអ្នកសំដែងទូកញ្ជ្រោងស្លបការពារកូនសម្ព័ន្ធកញ្ជ្រោងហើយក៏ព្រោះគាត់មិនចង់ឃើញមនុស្សគ្មានទោសត្រូវចម្រាញ់ខ្លាចជាភេទឆ្នាំទេនិយាយចប់ខ្ញុំបញ្ចេញធម្មពលត្រជាក់នរកខ្លាចជាកម្លាំង9ខ្សែធ្លាក់ចូលចំណុចវិថីទាំង9នៃអាសនៈញ័រយ៉ាងខ្លាំងមហាបូជីចាប្រែទឹកមុខភ្លាមមិនអាចទៅរួចឯងដឹងចំណុចវិថីទាំង9របស់ខ្ញុំបានដូចម្ដេចខ្ញុំសម្លឹងគេដោយត្រជាក់អ្នកប្រើធម្មពលប្រលឹងកញ្ជ្រោងចិញ្ចឹមវិថីតែភ្លេចថាអ្នកដែលយល់ដឹងអំពីវិថីនរកជាងគេគឺកញ្ជ្រោងស្នោះឯងសិស្សភ្នែកមហាបូជីចារួមតូចកន្ទុយ9នៅពីក្រោយខ្ញុំបានខ្លាយជារូបពេញលេញមេឃនឹងដីដូចជាមានសម្លេងកញ្ជ្រោងរាប់ម៉ឺនមនុស្សក៏សម្ព័ន្ធកញ្ជ្រោងទាំងអស់ត្រូវសម្ពាធនេះសង្កត់ឲ្យអន់ក្បាលមិនមែនដោយភ័យទេតែជាការគោរពពីក្នុងឈាមមានអ្នកស្រែកកន្ទុយ9ពិតជាកន្ទុយ9មែនកញ្ជ្រោងស្មិនមែនខ្ញុំលើកដៃសម្ដៅទៅស្នាមអាក្រក់ស្នាមដែលមហាបូជីចាដាក់ដើម្បីគ្រប់គ្រងលេខ10ចាប់ផ្ដើមញ័រយ៉ាងខ្លាំងអសរមន្តពណ៌ខ្មៅខាងក្នុងរត់វល់ឥតឈប់ព្យាយាមរត់គេចលេខ10ញ័រខ្លួនទាំងមូលក្បាលអញ្ចោះមិនហ៊ាននិយាយមួយម៉ាត់មហាបូជីចាសម្លឹងមកខ្ញុំជាប់ទីបំផុតគាត់បាត់បង់ភាពស្ងប់ស្ងាត់គាត់ស្ទុះដៃចាប់ចង្គៀងវិញ្ញាណយៈបើអញហ៊ានដើរមួយជំហានទៀតខ្ញុំនឹងបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់គាត់ភ្នែកខ្ញុំត្រជាក់ភ្លាមចង្គៀងវិញ្ញាណយៈញ័រយ៉ាងខ្លាំងក្នុងដៃគាត់វិញ្ញាណរបស់លីវរូយៀននៅក្នុងគ្រីស្តាល់ទឹកកកខ្សោយរហូតស្ទើរមើលមិនឃើញស៊ីចិនប្រែពណ៌មុខហើយស្ទុះទៅរកមហាបូជីចាភ្លាមលីនស៊ីក៏ដូចគ្នាព្រះបាទបញ្ចូលធម្មពលជីវិតចូលក្នុងខ្លួនស៊ីចិនរូបសញ្ញាអំបូរចောက်លើខ្លួនអ្នកទាំងពីរភ្លឺឡើងពួកគេមិនមែនជាគូប្រកួតរបស់មហាបូជីចាទេតែអាចទប់គាត់បានមួយផ្លែតក៏គ្រប់គ្រាន់ហើយខ្ញុំបាត់ខ្លួនភ្លាមលេចឡើងម្ដងទៀតនៅមុខចង្គៀងវិញ្ញាណយៈភ្លើងវិញ្ញាណកញ្ជ្រោង9កន្ទុយឆក់យកចង្គៀងពីដៃមហាបូជីចាឲ្យស្រែកកំហឹងស៊ីចិនលីរូសួងពួកឯងហ៊ានប៉ះបោនឹងខ្ញុំឬស៊ីចិនត្រូវកម្លាំងរុញថយក្រោយមុខស្លេកតែឈោមិនព្រមដួលទីបំផុតខ្ញុំបានធ្វើអ្វីដែលឪពុកគួរធ្វើម្ដងលីនស៊ីយំទឹកភ្នែកហូរអ៊ីឯងត្រូវដឹងថាឥឡូវនិយាយអ្វីក៏យឺតពេលហើយតែលើកនេះសូមឲ្យពួកយើងសងជំនួសឯងម្ដងខ្ញុំកាន់ចង្គៀងវិញ្ញាណយៈទឹកមុខមិនប្រែប្រួលសោះលីនស៊ីញ័រខ្លួនបន្តិចខ្ញុំនិយាយត្រជាក់ថាពួកអ្នកមិនមែនធ្វើដើម្បីខ្ញុំទេស៊ីចិនបិទភ្នែកពេលបន្ទាប់គាត់នឹងលីនស៊ីបញ្ចេញធម្មពលជាមួយគ្នាធម្មពលរបស់ស្ដេចនិងមហាក្សត្រីខ្លាចជាពន្លឺពីខ្សែបង្ខំទប់ការបាក់បែកចុងក្រោយនៃអាសនៈភ្លាមនោះកម្រិតកម្លាំងរបស់ពួកគេធ្លាក់ចុះយ៉ាងលឿនមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលព្រះមហាក្សត្រព្រះមហាក្សត្រីភ្នែកមហាបូជីចាពោពេញដោយចិត្តណាសម្លាប់គាត់ទ្រវិដៃព្យាយាមបំផ្ទុះសំណល់ក្រងមុនវិញខ្ញុំប្រើអំណាចអាចកំបាំងទាំងអស់ការពារចង្គៀងវិញ្ញាណយៈភ្លើងវិញ្ញាណខ្លាយជាកញ្ជ្រោងរាប់ពាន់សម្រុកចូលអាសនៈពីគ្រប់ទិសទីបំផុតក្រងមុនមិនអាចទ្រាំទ្របានហើយបាក់បែកម្ដងអាវរបស់មហាបូជីចាត្រូវខ្យល់បក់រលោងជាលើកដំបូងមុខគាត់បង្ហាញភាពភ័យខ្លាចខ្ញុំបានរៀបចំផែនការរាប់រយឆ្នាំធ្វើម៉េចអាចចាញ់កូនអបអង្គលដូចឯងខ្ញុំដើរទៅរកគាត់មួយជំហានខ្ញុំមិនមែនជាតារាអបអង្គលទេ
ខ្ញុំជារាត្រីដែលពួកអ្នកខ្លាចបំផុតមហាបូជីចាចង់ថយក្រោយតែផ្លូវក្រោយត្រូវទឹកកកបិទជិតហើយខ្ញុំលើកដៃពន្លឺហែងខ្វាំងធ្លាក់លើខ្លួនគាត់អំណាចដែលគាត់លួចយកត្រូវដកចេញជាស្រទាប់រូបមន្តរបស់និកាយជូសៀវបែកខ្ទេចពន្លឺក្រមមិនរលត់បាត់ធម្មពលដែលត្រូវលួចយកត្រឡប់ទៅម្ចាស់ដើមវិញបន្តិចម្ដងរាងកាយមហាបូជីចាអស្ចារ្យសម្លឹងខ្ញុំមិនដាក់ភ្នែក CA ឯងមិនអាចសង្គ្រោះមនុស្សគ្រប់គ្នាបានទេហើយក៏សង្គ្រោះនាងមិនបានដែរខ្ញុំមើលចុះទៅគាត់រឿងនោះមិនបាច់ឲ្យអ្នកបារម្ភទេបើនាងមិនអាចកើតឡើងវិញខ្ញុំនឹងបង្កើតវដ្តសង្សារឡើងវិញដោយខ្លួនឯងតែអ្នកគ្មានឱកាសឃើញវាទៀតទេភ្លើងវិញ្ញាណអន្តការចុងក្រោយធ្លាក់ចុះរាងមហាបូជីចារលាយជាភេទក្នុងពន្លឺអាសនៈស្ងប់ស្ងាត់ទាំងស្រុងភ្លើងក្រុមមិនពណ៌ក្រហមងឹតរលត់បាត់មនុស្សទាំងអស់ដួលអង្គុយលើដីរួចផុតពីមហន្តរាយទាំងគ្មានអ្នកណានិយាយមួយម៉ាត់ក៏គ្មានអ្នកណាហ៊ានមើលខ្ញុំដែរខ្ញុំបែរទៅរកគ្រីស្តាល់ទឹកកកចំទៀងវិញ្ញាណយៈអណ្ដែតលើបាតដៃខ្ញុំបន្ទាប់ពីគ្រាប់អាថ៌កំបាំងត្រឡប់មកវិញអំណាចចន្ទរ9ក្នុងខ្លួនខ្ញុំមានស្ថិរភាពមិនធ្លាប់មានខ្ញុំដាក់ចំទៀងវិញ្ញាណយៈនៅមុខគ្រីស្តាល់អណ្ដាតភ្លើងពណ៌ស្រាលរំញ័រថ្នមលីវរូយានក្នុងគ្រីស្តាល់គេងស្ងប់ខ្ញុំនិយាយស្រាលថារូយានខ្ញុំត្រឡប់មកហើយចំទៀងវិញ្ញាណយៈភ្លឺឡើងធម្មពលអំបូរចោតត្រូវខ្ញុំទីមកអណ្ដាតភ្លើងវិញ្ញាណងឹតការពារវិញ្ញាណចុងក្រោយរបស់គេចាប់ដើមរឹងមាំឡើងបន្តិចម្ដងចាប់ពីចុងម្រាមដៃរហូតដល់ចិញ្ចារលឹងរបស់គេដូចជាអណ្ដាតភ្លើងដែលចិត្តរលត់ក្នុងខ្យល់បានចំទៀងចុងវិញ្ញាណទីងត្រឡប់មកវិញបន្តិចម្ដងនៅលើអាសនៈបូជីទាំងមូលគ្មានអ្នកណាហ៊ាននិយាយសម្លេងគ្រប់គ្នាសម្លឹងមើលក្មេងស្រីមនុស្សធម្មតាម្នាក់នោះមើលនាងដែលត្រូវកញ្ជ្រោងវិញ្ញាណកន្ទុយ9ការពីក្រោមចំទៀងទីបំផុតរោមភ្នែករបស់គេកម្រិតបន្តិចខ្ញុំរឹងខ្លួនទាំងមូលភ្លាមនោះគេបើកភ្នែកយឺតក្រសែភ្នែកនៅតែស្រពេចស្រពើដូចជាទើបភ្ញាក់ពីសុបិនដ៏យូរមួយគេសម្លឹងមើលខ្ញុំអស់រយៈពេលយូររួចហៅថ្នមថាវ៉ាងចៃខ្ញុំបន្ទាបក្បាលថ្ពាល់ត្រដុសថ្នមលើក្នុងដៃរបស់គេសម្លេងខ្ញុំស្អប់ខ្លាំងខ្ញុំនៅទីនេះភ្នែករបស់លីវរូយានក្រហមឡើងបន្តិចអ្នកត្រឡប់មកវិញហើយខ្ញុំធ្លាប់សន្យាថានឹងត្រឡប់មកវិញគេចង់លើកដៃប៉ះខ្ញុំតែគ្មានកម្លាំងខ្ញុំប្រើកន្ទុយត្រដៃរបស់គេចុងម្រាមដៃរបស់គេប៉ះស្នាមវិញ្ញាណកន្ទុយ9របស់ខ្ញុំក្នុងគេញឹមអ្នកប្រហែលជាខ្លាំងជាងមុនទៀតហើយខ្ញុំសម្លឹងមើលគេយូរហើយនិយាយស្រាលពីពេលនេះទៅគ្មានអ្នកណាអាចយកអ្នកទៅបានទៀតឡើយគេញឹមបន្តិចដូចជាចន្ទៀងដែលភ្លឺឡើងវិញនៅទីបំផុតពីក្រោយយីសម្លេងយំដែលខំទប់ខ្ញុំមិនបានងាកក្រោយស៊ីចិននិយាយដោយសម្លេងស្អប់យើងដឹងថាអ្នកនឹងមិនអភ័យទោសឲ្យពួកយើងទេតែថ្ងៃនេះកូនសម្ព័ន្ធកញ្ជ្រោងអាចរស់រានបានគឺដោយសារអ្នកខ្ញុំលើកលីវរូយានឡើងគ្រីស្តាល់ទឹកកកបែកជាពន្លឺតូចរីពេញក្រោមជើងអ្វីដែលខ្ញុំសង្គ្រោះមិនមែនជាពួកអ្នកទេតែជាទឹកដីដែលកូនសម្ព័ន្ធកញ្ជ្រោងស្លាប់ការពារហើយក៏ជាបំណងរបស់រូយានគេមិនចង់ឃើញមនុស្សស្លូតត្រង់ស្លាប់ទេខ្ញុំអាក់បន្តិចរួចនិយាយចំណែកពួកអ្នកចាប់តាំងពីជាតិដែលខ្ញុំត្រូវបោះចូលអណ្ដូងបំបត្តិវិញ្ញាណក៏លែងពាក់ព័ន្ធនឹងខ្ញុំទៀតហើយលៀនស៊ីយំរហូតនិយាយលែងចេញស៊ីជួនបិទភ្នែកទីបំផុតទទួលយកលទ្ធផលនេះស៊ីហាវត្រូវគេជួយដើមមកខ្ញុំសំទោសបងធំខ្ញុំទើបងាកមើលគេម្ដងគេបាត់បង់ដើមកំណើតហើយក៏បាត់បង់ធម្មពលភាគច្រើនខ្ញុំនិយាយស្ងប់គ្រាប់ឆ្នាំស្វានទឹកកកខ្ញុំបានយកមកវិញហើយរវាងអ្នកនិងខ្ញុំគ្មានទំនាក់ទំនងអ្វីទៀតទេស៊ីហាវសម្លឹងមើលខ្ញុំនិយាយដោយសម្លេងត្រជាក់រស់ទៅហើយមើលឲ្យច្បាស់ថានរណាជាអ្នកបំផ្លាញអ្នកហើយក៏មើលឲ្យច្បាស់ថាអ្នកធ្លាប់បំផ្លាញអ្នកដទៃយ៉ាងដូចម្ដេចស៊ីហាវបន្ទាបក្បាលទឹកភ្នែកស្រក់ចុះដីខ្ញុំមិនមើលគេទៀតទេរួចដើរចេញពីអាសនៈបូជាពីក្រោយសមាជិកកូនសម្ព័ន្ធកញ្ជ្រោងនាំគ្នាថយក្រោយគ្មានអ្នកណាហ៊ានរារាំងហើយក៏គ្មានអ្នកណាហ៊ានហៅខ្ញុំថាជាគ្រោះអាក្រក់មានមនុស្សម្នាក់និយាយស្រាលយើងយកខុសអស់រយៈពេលជាយូរមកហើយតាមពិតកញ្ជ្រោងស្ទើបជានិមិត្តសញ្ញាសេរីនកូលខ្ញុំមិនឈប់ដល់ទេសេរីមកូលក៏ដោយឬគ្រោះអាក្រក់ក៏ដោយវាលែងពាក់ព័ន្ធនឹងខ្ញុំមនុស្សចូលចិត្តដាក់ស្លាកឲ្យអ្នកដទៃតែមិនដឹងថាមនុស្សគ្រប់រូបស្មើគ្នាមនុស្សគ្រប់គ្នាសុទ្ធតែមានសក្តានុពលដែលមិនទាន់រកឃើញខ្ញុំនាំលីវរូយានចាក់ចេញពីកូនសម្ព័ន្ធកញ្ជ្រោងរដូវស្លឹកឈើជ្រុះចុងក្រោយមានព្រឹកធ្លាក់មួយចិននិងលីនស៊ីឈោមើលពីមុខរីករាយកញ្ជ្រោងពីចម្ងាយពួកគេមិនបានដេញតាមក៏មិនបានហៅខ្ញុំឲ្យឈប់បែបនេះល្អហើយកម្មពីខ្លះដាច់ហើយក៏ឲ្យវាដាច់ទៅក្រោយមកកូនសម្ព័ន្ធកញ្ជ្រោងបានដកតំណែងមហាបូជីថាកញ្ជ្រោងជាគ្រោះអាក្រក់ត្រូវបានលុបបំបាត់ទាំងស្រុងបន្ទាប់ពីរឿងពំចង់វិញ្ញាណត្រូវបានផ្សព្វផ្សាយសាខារបស់និកាយជូសៀវនៅពិភពមនុស្សត្រូវបានកូនសម្ព័ន្ធនានាបោះសម្អាតស៊ីហាវត្រូវដកហូតធម្មពលហើយបញ្ជូនទៅការពីច្រកព្រំដែនស៊ីចិននិងលីនស៊ីបិទក្រាធម្មពលរបស់ខ្លួននៅអាសនៈបូជីកូនសម្ព័ន្ធកញ្ជ្រោងជីវិតមិនអាចឡើងកាន់រីកចម្រើនទៀតរឿងទាំងនេះខ្ញុំបានឮនៅពេលក្រោយខ្ញុំនាំលីវរូយានត្រឡប់ទៅផ្ទះតូចដ៏ស្ងប់ស្ងាត់ចង្កៀងរៀងទន្សាយក្បែរបង្អួចនៅតែមានគ្រាន់តែក្រដាសចង្កៀងចាស់ទៅហើយនៅថ្ងៃទី3បន្ទាប់ពីលីវរូយានភ្ញាក់គេអង្គុយក្បែរបង្អួចហៅថាវ៉ាងចៃគេនិយាយស្រាលថាវាមិនអាចភ្លឺទៀតទេមែនទេខ្ញុំដើរទៅក្បែរគេលើកក្រញាំចង្អុលម្ដងអណ្ដាតភ្លើងវិញ្ញាណពណ៌ខៀវធ្លាក់ចូលទៅក្នុងចង្កៀងទន្សាយnhỏតិចហើយភ្លឺឡើងវិញលីវរូយានញឹមភ្លាមល្អណាស់ខ្ញុំសម្លឹងមើលគាត់ហើយនិយាយថាពេលអ្នកជាសះស្បើយហើយខ្ញុំនឹងទៅមើលចង្កៀងជាមួយអ្នកទៀតគាត់បែរមកមើលខ្ញុំលើកនេះខ្ញុំមិនកិច្ចហើយក៏មិនរត់ទៀតដែរលើកនេះខ្ញុំមិនកិច្ចហើយក៏មិនរត់ទៀតដែរគាត់ញឹមរហូតភ្នែកកោងពន្លឺថ្ងៃធ្លាក់លើផ្ទៃមុខរបស់គាត់ស្អាតបរិសុទ្ធដូចព្រលដើមនីតិក្រដៅខ្ញុំដេកឯកនៅក្បែរជើងគាត់ទុយទាំង9ត្រូវបានលាក់តែកន្ទុយមួយដាក់សារលើជង្គង់របស់គាត់អង្គក្បាលមកលុកស្ទាបក្បាលខ្ញុំថ្នមឥឡូវនេះពួកគេទាំងអស់សុទ្ធតែនិយាយថាអ្នកជីសេរីនកូលខ្ញុំបិទភ្នែកមិនចង់ខ្វល់ឡើយលីវរូយានសួរទៀតថាតើអ្នកសប្បាយចិត្តទេខ្ញុំបើកភ្នែកមើលគាត់ពួកគេនិយាយអ្វីខ្ញុំក៏មិនខ្វល់ដែរអញ្ចឹងតើអ្នកខ្វល់ពីអ្វីខ្ញុំមិនឆ្លើយភ្លាមទេចោលបកកាត់ព្រៃសីកណ្ដឹងក្រោមដំបូលបន្លឺសូរស្រាលយូរបន្តិចក្រោយមកខ្ញុំនិយាយស្រាលថាខ្ញុំខ្វល់ពីអ្នកត្រចៀករបស់លីវរូយានក្រហមឡើងបន្តិចម្ដងខ្ញុំបែរមុខចេញពីមុនពួកគេនិយាយថាខ្ញុំជាអបង្គោលក្រោយមកក៏និយាយថាខ្ញុំជាសេរីនកូលតែខ្ញុំមិនចង់ធ្វើទាំងអស់នោះទេខ្ញុំងើបក្បាលមើលគាត់ខ្ញុំចង់ធ្វើជាសេរីនកូលសម្រាប់តែអ្នកម្នាក់ប៉ុណ្ណោះភ្នែករបស់លីវរូយានឡើងក្រហមតែគាត់នៅតែញឹមគាត់លូកដៃមកអបខ្ញុំដោយការពីមុនដែលគាត់អបកូនកញ្ជ្រោងស្ទូចដែលចិត្តស្លាប់នោះពីព្រៃដាច់ស្រយាលនិងអណ្ដូងស្ងួតពីការត្រូវបានកូនសម្ព័ន្ធទាំងមូលបោះបង់ចោលរហូតដល់មានមនុស្សរាប់ម៉ឺនស្វាគមន៍ការឆ្លងកាត់ភាពងឹតដ៏យូរអង្វែងតែចុងក្រោយមាននរណាម្នាក់កាន់ចង្កៀងតូចមួយចូលរងចាំខ្ញុំនៅចុងផ្លូវដូច្នេះយប់ងឹតក៏មានកន្លែងឲ្យត្រឡប់ហើយខ្ញុំក៏លែងជាកញ្ជ្រោងដែលគ្មានអ្នកណាត្រូវការទៀតហើយ